ព្រះបន្ទូលថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យយល់អំពីព្រះពររួមជាមួយលោកអាប់រ៉ាហាំសូមប្រកាសជាមួយខ្ញុំមានព្រះពររួមជាមួយលោកអាប់រ៉ាហាំប្រហែលអ្នកចង់មានព្រះពររួមជាមួយលោកអាប់រ៉ាហាំបាទប៉ុន្តែដឹងលោកអាប់រ៉ាហាំមានព្រះពរអីខ្លះណែបំណងយើងថ្ងៃនេះគឺចង់ឲ្យស្គាល់ព្រះពររបស់លោកអាប់រ៉ាហាំជាមុនសិនមានព្រះពរស្អីខ្លះហើយយើងរៀនទទួលយកព្រះពរទាំងនោះហើយរៀនរស់នៅជាប់ជាមួយព្រះពរទាំងនោះដោយសារអីដោយសារជំនេះរួមមានមនុស្សសុចរិត2ប្រភេទអ្នកសុចរិតមួយប្រភេទគឺបានទទួលព្រះពរហើយអត់ចេះរស់នៅជាមួយព្រះពរទេរស់នៅដូចអ្នកអត់ព្រះពរហើយវេទនាដូចអ្នកអត់ព្រះពរដែរហើយគ្រីបសត្វមួយប្រភេទទៀតមនុស្សសុចរិតមួយប្រភេទទៀតចេះស្គាល់ព្រះពរហើយចេះទទួលយកព្រះពរហើយចេះរក្សាព្រះពរឲ្យនៅជាប់ជាមួយជារៀងរាល់ថ្ងៃអ្នកណាដែលឆ្លៀសវៃគឺគេចង់រស់នៅជាមួយព្រះពរដែលព្រះសន្យាឲ្យយើងជាប់ជារៀងរាល់ថ្ងៃអ្នកល្ងងបានមកចាយអស់ប្រើអស់ហើយទីបំផុតក្រអត់ព្រះពរដល់ដែរដល់នេះយើងចង់រស់ជារបៀបអ្នកណាមួយបាទអ្នកល្ងិតល្ងងឬក៏អ្នកឆ្លៀសវៃអ្នកឆ្លៀសវៃលោកអាប់រ៉ាហាំជាមនុស្សសុចរិតដែលមានព្រះពរច្រើនបែបច្រើនយ៉ាងខ្ញុំអត់និយាយតែមួយយ៉ាងទេលោកកបាត់ចំពុក24ខ1ថាម៉េចលោកអាប់រ៉ាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយដូច្នេះសូមសួរគាត់អាយុខ្លីហើយអាយុវែងខ្មែរយើងថាម៉េចឲ្យពរគ្នាឲ្យបានអាយុ100តែអាប់រ៉ាហាំលើសពីអាយុ100ទៅទៀតចឹងបើព្រះអង្គប្រទានយើងលើសពី100ឆ្នាំយកឲ្យមិនយកឈប់សិនឈឺរហូតយកឲ្យអត់ទេដើរសុំទានតាមផ្លូវយកអត់លើសពី100នេះកូនអត់មើលមុខម្ដាយសោះកូនប្រសានិយាយដើមម្ដាយទាស់ម្ដាយរាល់ថ្ងៃយកឲ្យអត់127ឆ្នាំអត់ទេព្រះពរដែលមានន័យមិនមែនគ្រាន់តែអាយុវែងប៉ុណ្ណឹងទេអាយុវែងមានសុខភាពល្អហើយមានសុភមង្គលលោកអាប់រ៉ាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយព្រះអង្គម្ចាស់ក៏ប្រទានពរលោកសពគ្រប់ទាំងអស់កលឹះអ្នកណាឲ្យពរលោកឆ្លើយលឺព្រះអង្គម្ចាស់ចម្រៀងមួយដែលក្រុមជំនុំគួរតែច្រៀងកំខានគឺសរសើរព្រះអង្គដ៏ប្រទានពរឃើញដកសាឡាជីតាសរសើរព្រះអង្គដ៏ប្រទានពរអង់គ្លេសថាម៉េច Praise God from whom all blessings flow ព្រះពរទាំងអស់មកអំពីព្រះជាម្ចាស់កុំភ្លេចថាពេលព្រះជាម្ចាស់ត្រាស់អាប់រ៉ាហាំគាត់អាយុប្រមាណ75ឆ្នាំដូច្នេះកុំតន់ណាមួយថាខ្ញុំចាស់ហើយអត់បាច់យកពពកនេះទុកឲ្យក្មេងៗចោះកុំភ្លេចមានក្មួយគាត់ម្នាក់មកជាមួយគាត់ដែរឈ្មោះលុតក្មេងក៏មានព្រះពរនោះដែរអាមែនទេព្រះពរនេះសម្រាប់អស់អ្នកណាដែលទុកចិត្តដល់ព្រះអង្គដែលជឿដល់ព្រះអង្គគឺជាព្រះពរដែលបានមកដោយសារអីជំនឿព្រះអម្ចាស់សពបហារតីឲ្យយើងដែលជាមនុស្សសុចរិតដោយសារអីសុចរិតដោយសារជំនឿនេះមានព្រះពរច្រើនបែបច្រើនយ៉ាងដូចជាលោកអាប់រ៉ាហាំនោះដែរខ្មែរនិយាយថាចេះមកពីរៀនមានមកពីរតែខ្ញុំឃើញមនុស្សរៀនខ្លះមកកណោរៀនឲ្យនៅល្ងងតដែលមានតែសញ្ញាបត្រតែធ្វើខ្ញុំគេតដែលអ្នកខ្លះដល់ទៅពេលចេះមែនតើទៅការតិចតួចអត់ធ្វើចង់តែធ្វើការធំងាកទៅនេះស្ទើងាកទៅនោះស្ទើការងារហត្ថកម្មមិនធ្វើចង់រកតែការងារ office អីចឹងទៅក្រតដែលអ្នកខ្លះអត់សញ្ញាបត្រសោះគេមានឡានគេមានវីឡាគេមានផ្ទះរស់នៅមានសុភមង្គលខ្ញុំឃើញអ្នកលេខ1ជាច្រើនរកសាំងចាក់ម៉ូតូគ្មានខ្ញុំឃើញអ្នកអត់លេខជាច្រើនមានឡានជិះមានអ្នកខ្លះខំរណាស់នៅតែក្រតដែលអ្នកណាប្រឹងជាងអ្នកធាក់សក្លោ
ងើបតាំងពីម៉ោងប្រមាណហើយធាក់ដល់ម៉ោងប្រមាណហើយនៅតែអត់មានតដែរព្រោះជីវិតនោះខំយ៉ាងណាក៏ដោយតែរសាគាត់ជាប់បណ្ដាសាការប្រឹងយ៉ាងម៉េចក៏មិនអាចដោះគាត់ឲ្យធូរធារបានដែរចឹងសូមមើលជំនឿនាំឲ្យយើងคล้ายជាកូនរបស់លោកអាប់រ៉ាហាំបើសិនជាឪពុកខ្ញុំជាអ្នកស្រែខ្ញុំកើតមកគេហៅខ្ញុំកូនអ្នកអីកូនអ្នកស្រែហើយដល់រ៉េបក៏រ៉េបស្រុកស្រែរាំក៏រាំរបៀបស្រុកស្រែមែនទេមែនប៉ុន្តែបើឪពុកខ្ញុំជាស្ដេចវិញខ្ញុំជាអីដែរខ្ញុំជាព្រះអម្ចាស់ឥឡូវនេះព្រះនិយាយអំពីការផ្លាស់ប្ដូរអត្តសញ្ញាណឬក៏ការកើតជាថ្មីមិនមែនគ្រាន់តែដូររូបសម្បត្តិដូរកល័រដូរមកកិយាឲ្យសាច់ស្អាតប៉ុណ្ណឹងទេគឺដូរអត្តសញ្ញាណទាំងស្រុងហ្មងឲ្យទៅជាកូនរបស់លោកអាប់រ៉ាហាំហើយរបៀបនេះมันអាចបានមកអំពីការខំរៀនខំរហ្នឹងទេគឺបានមកពីកលឹះតែមួយគត់គឺដោយសារជុំនេះបទកម្ពីកាឡាទីចំពុក3ខ7ថាម៉េចដូច្នេះសូមបងប្អូនយល់ថាអ្នកណាមានជំនឿនៅនោះហើយជាកូនចៅរបស់លោកអាប់រ៉ាហាំខ្ញុំមានជំនឿជាកូនចៅអាប់រ៉ាហាំកូនខ្ញុំមានជំនឿខ្លាចជាកូនចៅអាប់រ៉ាហាំហើយបើសិនជាម្ដាយខ្ញុំឥឡូវនេះអរគុណព្រះអង្គម្ដាយខ្ញុំមានជំនឿជាកូនចៅអាប់រ៉ាហាំដែរយើងទាំងអស់គ្នាទៅជាកូនចៅអាប់រ៉ាហាំជំនឿលោកអង្គព្រះគ្រីស្ទនាំឲ្យយើងคล้ายជាកូនរបស់លោកអាប់រ៉ាហាំប៉ុណ្ណោះទេលើសពីនោះទៅទៀតគឺឲ្យមានពររួមជាមួយនឹងលោកអាប់រ៉ាហាំដំបូងទីគឺបានទទួលការរាប់ជាសុចរិតកាឡាទីចំពុក3ខ8ក្នុងគម្ពីរបានគ្រោងទុកជាមុនថាព្រះជាម្ចាស់នឹងប្រោសសាសដតីសូមនិយាយវិញខ្ញុំប្រោសសាសណាសាសដតីមានខ្មែរដែរទេមានចិនទេមានវៀតណាមទេមានអាមេរិកកាំងដែរទេមានអ្នកណាដែលមិនមែនសាសអ៊ីស្រាអែលគឺជាសាសដតីក្នុងគម្ពីរមានគ្រោងទុកជាមុនថាព្រះជាម្ចាស់នឹងប្រោសសាសដតីទាំងសាសខ្មែរដែរឲ្យបានសុចរិតដោយសារជុំនេះព្រះអង្គគ្រោងទុកមុនស្រេចទៅហើយព្រះអង្គរៀបផែនការជាមុនរួចទៅហើយលោកអាប់រ៉ាហាំបានទទួលដំណឹងល្អនេះជាមុនថាជាតិសាសន៍ទាំងអស់នឹងទទួលពរដោយសារអ្នកពេលដែលលោកអាយុ75ឆ្នាំព្រះហើយលោកចេញពីទីក្រុងអឺនៅទឹកដីមេសូប៉ូតាមីដែលក្រោយមកក្លាយជាទឹកដីបាប៊ីឡុនដែលឥឡូវនេះយើងហៅថាអ៊ីរ៉ាក់នេះពេលព្រះអង្គម្ចាស់ត្រាស់ឲ្យលោកអាយុ75ឆ្នាំនេះព្រះអង្គបានប្រាប់លោកថាអ្នកនឹងទៅជាមនុស្សមានពរនឹងទៅជាមនុស្សមានពរហើយអ្នកនឹងទៅជាទីបញ្ចេញពរដល់សាសដតីសាសដតីគ្រប់ក្រុមគ្រួសារនៅផែនដីនឹងបានទទួលព្រះពរតាមរយៈអ្នកនឹងពូជពងរបស់អ្នកចឹងការឲ្យពរជាដំណឹងល្អឬក៏ជាដំណឹងអាក្រក់បាទដំណឹងល្អប៉ុន្តែអរគុណព្រះអង្គព្រះជាម្ចាស់សពហត្ថីនឹងប្រទានឲ្យយើងនៅដំណឹងល្អពេលដែលយើងជប់ដំណឹងអាក្រក់ឬដំណឹងអាក្រក់រាល់ថ្ងៃព្រះអង្គចង់ប្រាប់យើងថាព្រះអង្គល្អហើយព្រះអង្គចង់បំផ្លាស់ជីវិតយើងដោយសារដំណឹងល្អហើយផ្នែកនៃដំណឹងល្អនេះគឺចាប់ផ្ដើមតាំងពីបុរាណកាលមកតាមរយៈលោកអាប់រ៉ាហាំហើយលោកជាជនជាតិអាស៊ីជំនឿលោកអង្គព្រះគ្រីស្ទមិនគ្រាន់តែនាំយើងឲ្យបានអីคล้ายជាកូនអាប់រ៉ាហាំនឹងមិនគ្រាន់តែនាំយើងឲ្យបានទទួលការប្រោសឲ្យសុចរិតតែប៉ុណ្ណោះទេជំនឿលើអង្គព្រះគ្រីស្ទនាំឲ្យយើងបានទទួលព្រះពររួមជាមួយលោកអាប់រ៉ាហាំដែរបើឲ្យយើងស្ដេចយើងមានពរដូចស្ដេចមែនទេមែនមែនមែនទេមែនមែនកាឡាទីចំពុក3ខ9ហេតុនេះអស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអាប់រ៉ាហាំដែលជាអ្នកមានជំនឿនោះដែរលោកអាប់រ៉ាហាំមានជំនឿលើព្រះជាម្ចាស់ថាព្រះអង្គនឹងប្រទានជាតិសាសន៍មួយដល់លោកហើយនឹងព្រះអង្គនឹងឲ្យពូជពងលោកច្រើនដូចខ្សាច់ដូចក្របខ្សាច់ហើយច្រើនដូចផ្កាយនៅលើមេឃហើយលោកជឿព្រះក៏រាប់លោកថាសុចរិតដោយសារជុំនេះ
តើព្រះពរលោកអាប់រ៉ាហាំអាចនឹងហូរមកដល់យើងបានដោយរបៀបណានេះជាកលឹះសំខាន់គ្រាន់តែដឹងអត់គ្រប់ទេតើតែពិសោធន៍គ្រាន់តែដឹងពីរបៀបคล้ายទៅជាសេដ្ឋីអត់គ្រប់ទេតើតែពិសោធន៍ជីវិតដែលជាសេដ្ឋីគ្រាន់តែដឹងថាអាមេរិកសប្បាយអត់គ្រប់ទេតើតែបានទៅដល់អាមេរិកទើបគ្រប់គ្រាន់តែដឹងថាឋានសួគ៌ល្អអត់គ្រប់ទេក៏តែคล้ายមកជាប្រជារាស្ត្រនៃឋានសួគ៌ទើបគ្រប់គ្រាន់តើព្រះពរអាប់រ៉ាហាំហូរចូលដល់យើងជាសាសដតីដោយរបៀបណាព្រះពររបស់លោកអាប់រ៉ាហាំហូរមកដល់យើងតាមរយៈព្រះគ្រីស្ទសូមនិយាយជាមួយខ្ញុំតាមរយៈអ្នកណាតាមរយៈព្រះយេស៊ូវគ្រីស្ទអត់មានតាមបែបផ្សេងណាឡើយកាឡាទីចំពុក3ខ14ហេតុការនេះកើតមានដូច្នេះដើម្បីឲ្យព្រះពរដែលលោកអាប់រ៉ាហាំទទួលបានហូរទៅដល់សាសដតីតាមរយៈព្រះយេស៊ូវគ្រីស្ទដែរបាទគម្ពីរថាតាមរយៈព្រះគ្រីស្ទយេស៊ូវដែរហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមកយើងដោយសារជំនឿប្រមាណអ្នកបានទទួលជឿព្រះយេស៊ូវហើយក្នុងចំណោមគ្នាយើងបាទសូមបង្ហាញលើកដៃបង្ហាញខ្ញុំមើលបានទទួលជឿព្រះអង្គហើយលើកដៃបាទអរគុណសូមអបអរសាទរហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយនៅបាននៅព្រះវិញ្ញាណតូចឲ្យធំណាស់ហើយការអស្ចារ្យគឺព្រះអង្គមកគង់ក្នុងចិត្តយើងដែលជាមនុស្សដ៏តូចព្រះវិញ្ញាណជាព្រះដ៏ខ្ពស់បំផុតហើយព្រះអង្គបានមកគង់ក្នុងយើងជាមនុស្សដ៏តូចតាចបំផុតនេះជាការអស្ចារ្យមួយដ៏ធំហើយបើការអស្ចារ្យមួយដ៏ធំព្រះអង្គធ្វើបានចុះឲ្យពពោហូរចូលមកយើងពិបាកណាស់ទៅឬអីពិបាកអីមិនពិបាកចំពោះព្រះអង្គមនុស្សអាចថាពិបាកតែចំពោះព្រះគ្មានអ្វីដែលព្រះអង្គធ្វើមិនកើតនោះទេមានអ្វីដែលព្រះអង្គធ្វើមិនកើតនោះទេព្រះគ្រីស្ទមិនគ្រាន់តែទទួលបណ្ដាសាជំនួសយើងប៉ុណ្ណោះទេព្រះអង្គថែមទាំងបង្ហូរព្រះពររបស់អាប់រ៉ាហាំមកដល់យើងទៀតផងសូមស្ដាប់ត្រង់នេះឲ្យទាន់ម្ដាយដែលស្រឡាញ់កូនពេលដែលឪពុកប្រមឹកអ៊ូតនួមកពីណាមកវិញវង្វាន់សវឹងអ៊ូតនួប៉ោឡែមកដល់វាយកូនម្ដាយស្រឡាញ់កូនរត់ទៅទទួលអីជំនួសកូនទទួលរំពោចជំនួសកូនកូនរួចអំពីការឈឺចាប់តែជីវិតកូនបានផ្លាស់ប្រែអត់គ្រាន់តែអត់ឈឺតែកូនអត់ទាន់មានពពកទេព្រះយេស៊ូវបានសគត់ជួសយើងទទួលបាបជួសយើងទទួលការជំនុំជម្រះជួសយើងទទួលបណ្ដាសាជួសយើងដើម្បីឲ្យយើងរួចអំពីបណ្ដាសារួចអំពីសេចក្តីស្លាប់រួចអំពីអំណាចបាបតែក្នុងពេលជាមួយគ្នាព្រះអង្គបង្ហូរមកឲ្យយើងនៅការអស្ចារ្យឬក៏ជាការផ្លាស់ប្ដូរមួយព្រះអង្គទទួលបាបជំនួសយើងឲ្យយើងបានទទួលសេចក្តីសុខព្រះគ្រីស្ទទទួលបណ្ដាសាទទួលបាបជំនួសយើងខ្លាចជាតួបាបដើម្បីឲ្យយើងខ្លាចជាមនុស្សសុចរិតព្រះគ្រីស្ទទទួលបណ្ដាសាដើម្បីឲ្យយើងបានទទួលព្រះពរព្រះគ្រីស្ទសគត់ដើម្បីឲ្យយើងរស់អស់កលជានិច្ចខុសពីម្ដាយយើងទទួលអំពត់ជំនួសរួចថ្ងៃហ្នឹងស្អែកឡើងឪមកវាយម៉ែអត់នៅយើងត្រូវអំពត់ដដែលហើយយើងកូនអ្នកប្រមឹកនៅតែកូនអ្នកប្រមឹកដដែលតែព្រះគ្រីស្ទទទួលជំនួសហើយបំផ្លាស់បំប្រែទ្រង់ទទួលជំនួសហើយទ្រង់ប្រទានមកយើងវិញនេះជាព្រះគុណដ៏អស្ចារ្យទ្រង់ទទួលជំនួសជាក្តីមេត្តាហើយការប្រទានពរមកឲ្យយើងជាព្រះគុណព្រះពររបស់លោកអាប់រ៉ាហាំហូរចេញមកពីណាមិនមកពីលោកអាប់រ៉ាហាំទេមកពីព្រះជាម្ចាស់ដែលលោកជឿដែលលោកគោរពបម្រើលោកកបាត់ចំពុក12ខ2ខ3និយាយយ៉ាងម៉េចយើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នកលោកអាប់រ៉ាហាំមិនទាន់មានកូនម្នាក់សោះព្រះសន្យាថានឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នកហើយយើងនឹងឲ្យពរអ្នកយើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បីព្រះនឹងធ្វើឲ្យយើងល្បីអស់មួយជីវិតហើយជារៀងរហូតដូច្នេះចូលធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចោះ blessed to be a blessing កលឹះត្រង់នេះ
អាប់រ៉ាហាំបានទទួលព្រះពរហើយរក្សាព្រះពរបានអស់មួយជីវិតព្រោះលោកបានពរហើយលោកចេះបញ្ចេញពរទៅឲ្យអ្នកដទៃក្នុងពិភពលោកមហាសមុទ្រទាំងអស់សុទ្ធតែចែករំលែកធនធានជាមួយគ្នាមហាសមុទ្រឥណ្ឌាចែកទឹកជាមួយមហាសមុទ្រអីប៉ាស៊ីហ្វិកមហាសមុទ្រប៉ាស៊ីហ្វិកចែកទឹកជាមួយនឹងមហាសមុទ្រអីទៀតអាត្លង់តិកពេលចូលនៅឯឥណ្ឌានឹងវានាចនៅឯប៉ាស៊ីហ្វិកចឹងទៅព្រោះដីយើងមូលដីយើងវិលហើយពេលទឹកនាចហ្នឹងហូរពីកន្លែងនាចហ្នឹងទៅចូលកន្លែងដែលជោទៅមិនទៅទឹកទេទៅទាំងស្អីសម្បត្តិនៅក្នុងទឹកទាំងអស់មានទាំងរ៉ែមានទាំងអីទៀតមានទាំងសត្វមានជីវិតមច្ឆាជាតិទាំងអស់វាវិលចុះវិលឡើងដូចនេះសមុទ្រទាំងអស់នេះជាសមុទ្ររស់ប៉ុន្តែមានសមុទ្រមួយនៅក្នុងពិភពលោកដែលអត់ចេះចែកជាមួយអ្នកណាទាំងអស់ព្រោះសមុទ្រនឹងជ្រៅជាងគេមិនចេះពេញមិនចេះស្កប់ហើយគ្មានអៅលិតគ្មានកន្លែងបញ្ចេញទៅគេទេគឺសមុទ្រស្លាប់គឺសមុទ្រមរណៈដែលគេហៅថា Dead Sea អ្នកខ្លះចង់បានព្រះពរហើយដើម្បីនឹងស្លាប់ព្រោះអត់ចេះចែកទៅអ្នកដទៃកាលណាព្រះពរយើងអត់ចេះចែកទៅអ្នកដទៃសម័យនេះចោលប្លន់ទីផុតយ៉ាងម៉េចមើលវេទនាដដែលខ3យើងនឹងឲ្យពរដល់ជនទាំងឡាយណាដែលឲ្យពរនេះយើងក៏នឹងដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលដាក់បណ្ដាសាអ្នកដែរក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នកសូមនិយាយឃ្លាចុងក្រោយជាមួយខ្ញុំឃ្លាចុងក្រោយអានលឺក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នកប្រមាណគ្រួសារទាំងអស់ដូច្នេះផែនការរបស់ព្រះអង្គមិនជាផែនការដែលគេហៅថា exclusive ទេមិនមែនរាប់តែមួយក្រុមតូចហើយផាត់គេចោលនោះទេគឺជាផែនការមួយដែលទូលំទូលាយផែនការ universal ដែលចង់ប្រមូលគ្រប់ក្រុមគ្រួសារទាំងអស់ឲ្យមកទទួលពរដោយសារលោកអាប់រ៉ាហាំដែរសំណួរចង់ទទួលទេអត់ចង់ទទួលទេបើកាត់ស្រែងគេប្រាប់ថ្នាំឲ្យជាស្រែងឲ្យមិនអស់កន្លោះអូយចង់ណាស់ប៉ុន្តែកុំភ្លេចថ្នាំស្រែងចង្ការលាបហើយយ៉ាងម៉េចអូឆេះយ៉ាងណាបើខ្លាចឆេះអត់ជាទេយ៉ាងណាហើយការទទួលពរនេះមានរឿងមួយចង្ការធ្វើឲ្យយើងអាម៉ាស់ព្រោះជឿព្រះយេស៊ូវគ្រីស្ទនឹងបានព្រះពររបស់លោកអាប់រ៉ាហាំអ្នកខ្លះសុខចិត្តអត់ពរឲ្យតែបានមិនជឿលើព្រះយេស៊ូវគ្រីស្ទហើយខ្ញុំសុខចិត្តជឿលើព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យបានទទួលព្រះពររបស់លោកអាប់រ៉ាហាំព្រះពររបស់លោកអាប់រ៉ាហាំបំរើគោលបំណងរបស់ព្រះជាម្ចាស់អ្នកពីទូចមិនដឹងមានបំណងអីខ្លះទេខ្ញុំកាលពីទូចឪពុកម្ដាយខ្ញុំសួរកូនហើយបាទធំឡើងចង់ធ្វើអីចង់ធ្វើដុកទ័រចង់ធ្វើគ្រូពេទ្យហើយដល់បានធ្វើគ្រូពេទ្យហើយធ្វើមិនទៀតប្រពន្ធមួយប្រពន្ធយ៉ាងម៉េចស្អាតណាហើយមិនទៀតទិញផ្ទះហើយមិនទៀតទិញឡានសួរ10ដងឃើញតែខ្លួនឯងតឡូតសួរ20ដងក៏នៅតែឃើញតែខ្លួនឯងពួកយើងរៀនចាប់តាំងតែពីទូចមកម៉ែឪបង្រៀនមិនមានរៀនចាប់បន្ទូចចាប់អាវ៉ាចាប់ចូលមិនដែលចេះចែកចាយនៅនេះផ្នត់កំណត់អាចាប់នេះយល់ទេធ្វើដៃមើលចាប់យល់ទេគឺធ្វើឲ្យយើងមានកំណត់អាត្មានេះខុសអំពីព្រះពរដែលព្រះអាប់រ៉ាំតាយើងឲ្យពរឯងដើម្បីឯងបញ្ចេញពរសូមនិយាយមើលខ្ញុំបញ្ចេញមានន័យថាម៉េចបញ្ចេញចែកចាយយល់ទេចាប់ដាក់ដៃចូលក្នុងចែកចាយរុញដៃទៅក្រៅឥឡូវថ្ងៃនេះចង់បានព្រះពរអាប់រ៉ាហាំទេអត់ស្អីមួយត្រូវបដូរវប្បធម៌ចាប់ទៅជាវប្បធម៌អីចែកចាយទៅដៃវិញខ្ញុំចែកចាយពីថ្ងៃទៅបើជួបគ្នាហ្មងចែកចាយគ្នាចែកចាយបាទទី1ព្រះពរបានសម្រាប់ខ្លួនគាត់លោកកបាត់ចំពុក12ខ2ទី2ព្រះពរសម្រាប់ក្រុមគ្រួសារ
គាត់នឹងខ3ទី3ប្រពោនេះសម្រាប់ប្រជាជាតិគាត់ឃើញទេគាត់ personal ទី2គ្រួសារគាត់ personal ដល់បានទី3ប្រពោសម្រាប់ប្រជាជាតិគាត់កម្រិតអី national កុំឲ្យគិតត្រឹមតែ personal អានឹងអាត្មានេះយំពីខ្លួនយើងគ្រួសារយើងជាតិយើងអាមែនទេហើយប្រពោសម្រាប់គ្រប់គ្រួសារនិងគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីនេះមិនគ្រាន់តែ national ទេនេះ international សូមនិយាយមើលខ្ញុំផ្ទាល់ខ្លួនផ្ទាល់គ្រួសារសម្រាប់ជាតិនិងប្រជាជាតិបើព្រះអង្គឲ្យពរច្រើនព្រះអង្គចង់ឲ្យយើងបញ្ចេញពរបានច្រើនជនជាតិដែរបាទតើព្រះពររបស់លោកអាប់រ៉ាហាំពិសេសឬអត់ពិសេសសូមនិយាយខ្ញុំពិសេសល្មមឲ្យពិសេសណាបើមិនពិសេសណាមិនព្រះចាប់ផ្ដើមហៅអាប់រ៉ាហាំភ្លាមនិយាយពីព្រះពរឯងហើយកុំភ្លេចថាលោកពេត្រុសដែលប្រកាសដំណឹងល្អក៏និយាយពីព្រះពររបស់លោកអាប់រ៉ាហាំដែរតើព្រះពររបស់លោកអាប់រ៉ាហាំនេះចំណុចទី6មានលក្ខណៈធ្វើដៃមើលខ្ញុំគ្រប់ជ្រុងជ្រោយព្រះពរគ្រប់ជ្រុងជ្រោយ holistic អត់និយាយតែលុយទេអ្នកខ្លះចង់បានលុយចង់បានតែមកឈុងលុយហើយអ្នកខ្លះទៀតចង់បានរូបល្អស្រស់ប្រុសស្អាតស្រីស្អាតស្រីស្រស់ប្រុសស្អាតល្អចង់បានតែល្អខ្មែរយើងតែល្អអាចមានន័យថាម៉េចល្អដល់ថ្នាក់លេខអាចលោកកុម្បត្តិចំពោះ15ខ2ខ3គឺលោកអាប់រ៉ាមបានព្រះពរខាងឯសតិបញ្ញាគឺមានប្រាជ្ញាឆ្លៀសវៃក្នុងចំពុក14លោកទៅច្បាំងឈ្នះហើយលោកត្រឡប់មកវិញជួបម៉ែលគីសាដេកដែលជាស្ដេចនៃក្រុងសាឡឹមប្រែថាស្ដេចនៃសេចក្តីសុខសាន្តហើយម៉ែលគីសាដេកប្រែថាស្ដេចនៃសេចក្តីសុចរិតម៉ែលគីសាដេកគ្មានដើមកំណើតគ្មានឪពុកម្ដាយគឺតំណាងឲ្យព្រះយេស៊ូវគ្រីស្ទដែលជាសម្ដេចសង្ឃដែលជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុតហើយលោកម៉ែលគីសាដេកបានយកនំប៉័ងហើយនឹងទឹកទំពាំងបាយជូរមកធ្វើពិធីសម្ព័ន្ធភាពដ៏វិសុទ្ធជាមួយអាប់រ៉ាមដែលច្បាំងឈ្នះនំប៉័ងតំណាងឲ្យព្រះកាយព្រះគ្រីស្ទដែលត្រូវបាក់បែករងការឈឺចាប់ជំនួសមនុស្សលោកទាំងអស់ដើម្បីមនុស្សបានជាដោយសារស្នាមរំពាត់នៅលើអង្គទ្រង់ទឹកទំពាំងបាយជូរតំណាងឲ្យលោហិតព្រះយេស៊ូវគ្រីស្ទដែលត្រូវជ្រួចដែលត្រូវហូរខ្ចាយនៅលើឈើឆ្កាងដើម្បីនឹងប្រោះមនុស្សទាំងអស់ដែលជឿដល់ព្រះអង្គឲ្យសុចរិតដោយសារជុំនេះអាមែនទេពេលនោះអាប់រ៉ាមក៏អរគុណព្រះជាម្ចាស់ក៏យកអ្វីទាំងអស់ដែលលោកបានដណ្ដើមបានច្បាំងបានហ្នឹងមួយជា10ថ្វាយម៉ែលគីសាដេកដើម្បីអរព្រះគុណដល់ម្ចាស់នៃឋានសួគ៌ដ៏ខ្ពស់បំផុតដែលធ្វើឲ្យលោកច្បាំងឈ្នះហើយទៅជាអ្នកដែលជាអីយើងហៅថាអ្នកឈ្នះហើយទៅជាអ្នកដែលមានដូច្នេះលោកចេះអរគុណដល់ព្រះដែលប្រទានពរខុសពីមនុស្សយើងសម័យនេះកាលណាឈឺស្រេចព្រះអើយជួយផងកាលណាក្រព្រះអើយជួយផងដល់ពេលមានថាមកពីអញប៉កែហោស៊ីអញចឹងណាដល់ចិត្តងាប់ស្អីហើយណាទៀតព្រះអើយជួយផងដដែលហើយឲ្យតែមានភ្លេចព្រះអង្គមកដូច្នេះអាប់រ៉ាមជាមនុស្សដែលឆ្លៀសវៃអត់ចេះភ្លេចព្រះទេព្រោះគាត់ដឹងថាព្រះពរបានមកពីណាពីព្រះជាម្ចាស់សរសើរព្រះអង្គដែលប្រទានពរគាត់ដែលតែសើខ្លួនឯងទេហើយរួចមកព្រះក៏មកជួបគាត់នៅក្នុងក្តីសុបិនថាអាប់រ៉ាមយើងនឹងធ្វើជាខែលការពារឯងលោកកបាត់ចំពុក15ខ1ហើយយើងនឹងធ្វើជាយើងជារង្វាន់ដ៏ធំសម្រាប់ឯងអាប់រ៉ាមឆ្លាតថាបងអើយខ្ញុំអត់ចង់បានអីលឿននឹងទៀតទេយកមកច្រើនពេកនឹងបានអ្នកណាគ្រប់គ្រងមរតកទេព្រោះអត់មានកូនសោះបើបានមកច្រើនបានតែទៅអ្នកបង្ហើតដែលហ្នឹងសូមស្ដាប់ស្រីដែលអត់ប្តីស្រីដែលអត់កូនបានច្រើនពេកយកទៅណា
พ่อได้อัดประปนพ่อได้อัดโกนบ้านเชิญเป๊กโยตันหน้าโยไอ้ขโมยชลวกนี่ไอ้ลูกอับรามฉลาดฮะสมบัติรบอาจกันเดียเกากันดาวกัดกันลาดจ่อให้เชรซีนะกัดสมเยไม่ย่อมกันเดียเกากันดาวกัดกันลาดจ่อเชรซีบ่มทาเชรซีเชรจับใส่คลากันเดียเกานั่นมาเกาไม่ได้เก่งไม่ได้ประวังsi thợ kê báo anh ngay cần đi cậu mình đang con pria sẽ thợ kê báo ở linh thợ xây sát nó báo ở linh nhớ lấy thợ phò sát báo ở linh thợ trường là báo ở linh cần đi cậu cho cái đào cát sẽ cái đào cát ạ chụp bẹ lôi kê phong lang kê cho là cà prạ tràn lang cắt vô ở linh chẳng bàn mô tô bếch, chẳng bàn nàn bếch, miền tệ khai là móm, xây lùi thần nia kia, đó ớt thần nia kia, rập ô, tiếc tăng mưu, anh ấy cả đáo, cắt. Cả lát cho. Nhớ lấy, cho hơi sẽ đó chai lên cơn. Rồi có chết chạp, đó là bê chư tới bết bằng ớt lì. Ớt miên sao là lì. Chẳng mà nụ chá lát, sọc chất thoại tới nè nà. Vài tờ pria làm bài ông Phật tiên po dương thêm tiệt hay pria nâng tờ tua score là dương bao là ó hay smart trăng cái đĩa cái đó hay nâng ấy bộ nam mình cả lát chào ấy nó sợ cầm cả lát đây trẻ này vô bỏ dương hái điều dương thằng áp lư pria banไปdương ông thằng bao là ó hay smart trăng chào plan dương thằng áp lư nè chlat nè chli vây pro prất chi vật đòi rồi biệp nà thay nè na với nhở vả thay nè na thay pria mũi tiên lục các bát chụp đập ram kho buôn đập kho và mũi pria po khang ai với nhìn rồi Abraham mình ban khom prang vừa có sol phật bôn xăm có sol phật bôn là o đầm bay khuôn quất bò rồi sốt chiên kê nô tê quất con tề chưa lừa pria để tra hỏi quất bỏ bong cà thoái bằng công ấy pria chẳng chỉ vứt quất background quất chôn chiết quất chia nét thoái bằng công lục hai về pria chìm trà hơi quất đá tranh pi thoái bằng công lục hai một thoái bằng công pria đá bằng cá lục hai nâng bằng cá chắc cầu va tiếng mưu quất mình scop chất làm tệ thoái bằng công lục hai nữa tê công scop chất làm tệ thưa bồn ẩm bốc sầm bẹt bẹt khai xôm đằng con đào pria đại bát tiên sơ ở dương thưa bốc mà ni phong xôm con đào pria đại bát cá lục khai bằng lư dương nè pe yop phong xôm con đào pria đại bát cá thằng ngay bằng lư dương nè pe thằng ngay phong amen này để đại con phật ông hãy mà chưa chứ pria rop thật sự cho đất đòi xa chúng nè lúc các bát chụp bút đập ram pi kho đập bay đập kho đập buônព្រះជាម្ចាស់ប្រទានឲ្យគាត់មានទ្រព្យសម្បត្តិច្រើនឡើងហើយបងចិត្តតែថែមហើយថែមទៀតដោយព្រះយេស៊ូវមានបន្ទូលថាម៉េចចូលស្វែងរកនគរព្រះនិងក្តីសុចរិតរបស់ព្រះអង្គជាមុនរួចព្រះអង្គនឹងបន្ថែមរបស់ទាំងអស់នេះមកដល់យើងតាមក្រោយបន្ថែមយល់ទេព្រះអង្គអត់ដកវិញទេព្រះអង្គសពតិអីបន្ថែមសូមនិយាយមកខ្ញុំព្រះមិនដកទេព្រះបន្ថែមចឹងបើសិនជាយើងមានឲ្យបាត់ទៅវិញមិនមកពីព្រះអង្គដោយមកពីយើងអត់គំនិតមកពីយើងអត់មាយាទមកពីយើងអត់មានចិត្តកតញ្ញូមកពីយើងអត់មាននិមិត្តទូលំទូលាយមកពីយើងអត់មានរបៀបគ្រប់គ្រងសម្បត្តិទ្រព្យនិងប្រពន្ធដូចជាលោកយូសេฟដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីអេស៊ីបហើយលោកចេះចាយសន្សំសំចៃពេលសម្បូរសបាយហើយដល់ពេលទុរភិក្សលោកបានយកអ្វីដែលសន្សំផ្គត់ផ្គង់ប្រជារាស្ត្រនៅក្នុងពិភពលោកចឹងមកខ្ញុំនិយាយថារៀនពីរបៀបទទួលព្រះពរហើយចេះអីរស់នៅជាមួយព្រះពររហូតដល់ទីអវសានលោកកបាត់ចំពុក15ខ15និងចំពុក25ខ7លោកមានព្រះពរខាងឯសរីរាង្គគឺ physiological blessings
physical blessings រូបកាយលោកមានសុខភាពល្អហើយនឹងមានអាយុយឺនលើសពី100ទៀតកលឹះរបស់គាត់ពេលជួបបញ្ហាគាត់អត់ដែលមើលជំងឺទេគាត់ដែលសម្លឹងមើលទុក្ខលំបាកទេគាត់អត់ដែលឆ្ងោកមើលដីទេអ្នកឆ្ងោកមើលដីស្អីលោកកបាត់ចំពុក3ខ10មានបន្ទូលទៅកាន់ពស់ថាម៉េចឯងនឹងលូននឹងអីពស់លូនលើអីលើដីឲ្យស៊ីអីហើយបើម្នាក់ឆ្ងោកទៅដីស៊ីអាហាររបស់អ្នកណានេះស៊ីអាហាររបស់ពស់អាហាររបស់ពស់គឺពពកឲ្យបណ្ដាសាអូយយ៉ាប់ដល់ហើយខ្ញុំអូយ3ឆ្នាំនេះឈឺងើបពីកទេមករួចអូយហូរមិនដែលសល់អូមើលតែដីយើងជារាសនៅផែនដីឬក៏ជារាសនៅឋានសួគ៌បាទដល់មើលដីយូរឃើញតែប្រែតមើលដីយូរឃើញតែខ្មោចមើលដីយូរឃើញតែអីឋានយមរាជគេបលឹងម៉ែនៅឋានអីក្រោមបលឹងឪនៅឋានអីក្រោមខ្មោចម៉ែខ្មោចឪនៅក្រោមអត់ព្រមមើលទៅលើសោះពេលជួបបញ្ហាសម្លឹងអីសម្លឹងទៅក្រោមមិនសម្លឹងទៅលើបាទទៅលើឃើញអីឃើញព្រះសម្លឹងមកក្រោមឃើញអីឃើញដីហើយឃើញខ្មោចហើយនឹងឃើញអីឃើញរក់សម្លឹងទៅលើឃើញឋានសួគ៌រើសហើយបាទតិចទៀតយើងនឹងឃើញអាប់រ៉ាហាំហេតុអីគាត់រក្សាព្រះពរបានហេតុអីក៏សុខភាពគាត់ល្អហេតុអីអាយុគាត់យឺនយូរលោកកបាត់ចំពុក15ពីខ18ដល់ខ20ព្រះប្រទានឲ្យគាត់បានទឹកដីដ៏ល្អដីដែលមានជាតិដីដែលធំនេះ territorial blessings ម្នាក់ចង់បានដីគឺយើងឃើញមានសង្គ្រាមដណ្ដើមដីតបងទីថាមកសុំនៅសង្ទះបដអាសន្ននៅយូរទៀមទាកម្មសិទ្ធិលើដីធ្លីដែរហើយដល់គេម្ចាស់គេមិនអោយក៏ប្តឹងផ្ដាល់គ្នាប្តឹងចុះប្តឹងឡើងចំណេញតែដុល្លារការអ្នកឈ្នះក៏អស់លុយអ្នកចាញ់ក៏អស់លុយតែព្រះបានសន្យាតាមរយៈអាប់រ៉ាហាំថាបើយើងជឿព្រះអង្គប្រទានពរដីយ៉ាងឲ្យដីមានជាតិហើយមិនតែចំនួនយើងនេះដល់ពេលព្រះអង្គយើងមកវិញយើងនឹងបានទទួលផែនដីទាំងមូលជាមរតកទៅទៀតដីនេះក៏មាននិយាយពីអីដែរនិយាយអំពីវាលស្រែ field វាលស្រែមានស្រូវអីទុំហើយចម្រោតធំណាស់សូមទូលអង្វរដល់ព្រះអង្គម្ចាស់ចម្រោតឲ្យចាត់ពួកអ្នកច្រូតមកថែមទៀតមកនិយាយពីអីដែរដីនេះនិយាយអំពីលានបេសកកម្ម mission field ព្រះអង្គបានប្រើខ្ញុំជាច្រើនប្រទេសខ្ញុំទៅអាមេរិកលើកនេះទៅត្បូងទីទៅ Chicago ចេញពី Chicago ទៅ Houston ចេញបានតែ2ថ្ងៃព្យុះសង្ឃរាមក hurricane មកដល់ចេញពី Houston បាទខ្ញុំមកដល់ Georgia 2អាទិត្យចេញពី Georgia បានខ្ញុំទៅ Michigan ខ្ញុំទៅអធិប្បាយ2ថ្ងៃអាទិត្យហើយបានខ្ញុំត្រឡប់មក Chicago វិញជួបខ្មែរនៅ Chicago ខ្ញុំអត់មានពេលទំនេរព្រោះទៅទីណាមានមនុស្សមានដីដែលខ្ញុំត្រូវបំពេញបេសកកម្មជាមួយព្រះអង្គប្រទានឲ្យខ្ញុំមានដីច្រើនឡើងmission field ដែរលោកកបាត់17ខ2ដល់ខ6ព្រះអង្គបានប្រទានពរដល់គាត់ខាងប្រពោខាងឯប្រជាជន demographic blessings ធ្វើឲ្យគាត់មានកូនចៅច្រើនកូនចៅធម្មតាក៏ច្រើនហើយកូនចៅខាងឯវិញ្ញាណក៏ច្រើនអ៊ីស្រាអែលធម្មតាជាកូនចៅធម្មតារបស់លោកអាប់រ៉ាហាំយើងទាំងអស់គ្នាជាកូនចៅខាងវិញ្ញាណរបស់លោកអាប់រ៉ាហាំជាមាន natural Israel ហើយនិងមាន spiritual Israel ជាកូនចៅរបស់គាត់បងសន្យាមួយគាត់2ដងយើងនឹងឲ្យឯងពុជពងឯងច្រើនដូចដីខ្សាច់ខ្លះទៀតថាច្រើនដូចធ្លីដីមួយទៀតនឹងច្រើនដូចអីផ្កាយនៅលើមេឃលោកកបាត់18ខ18និងលោកកបាត់ចំពុក22ខ17ដល់ខ18ព្រះអង្គបានប្រទានពរដល់អាប់រ៉ាហាំនិងពូជពងលោកគឺពូជពងឯងនឹងគ្រប់គ្រងទ្វារនៃទីក្រុងគ្រប់គ្រងសូមយើងខ្ញុំមេគ្រប់គ្រងមិនមែនកតុយទេមិនមែនកតោតអូងគេទេ
มันกันเจียเกเตคือโทษจะเมเกโทษจะเนกรบครองเกโทษจะไหวเกเมกุมนัดมาเคยได้ยังเคยนี่กับอังเลยฮะแต่ไอ้ authoritative blessings เป็นในประโปนี่ยังไม่สมยัยมือยมประโปกรุบชรุงชรุยสมยัยลือประโปอับราฮัมเชื่อประโปยังไม่ตีมวยประโปไอ้ยัยลังวิงประโปขังไอ้สเตปังญา intellectual หรือก็ mental blessings ประโปตีปีประโปไอ้ขังไอ้วิญญาณ spiritual blessings ตีใบประโปขังไอ้สัมภิริย material blessings ตีบุญประโปขังไอ้สลายเรียงกาย physical blessings or physiological blessings ให้มวยเทียบประโปขังไอ้ด้านใด territorial blessings ให้ใส่เทียบประโปขังไอ้ประชาชน demographic blessings ให้ประโปมิเทียบประโปขังสดอำนาจ authoritative blessings ต่อจังบานประโปนี่เหรอจังบานให้อดจังบานให้กูสงัดเฉียบละอมไหมบ้าการนำหอบช่างยอมจังหอบได้ได้แต่ว่าหอบช่างจังอย่างไหมบ้าขมายการนำไปเคยกระเรมไกด์ไปเสียอย่างไหมกระเรมให้เรายังจ้าเคยกระเรมไกด์บ้าสมส่วนมันดังเตี้ยสมส่วนมันดังเตี้ยจังบานประโปอับราฮัมไม่อ่อนจังบานตัดสัมพีเรียจังอ้อสมเยวิญญาณจังบานมาชงหรือจังบานจังอ้อบ้านโลกเปโตรอธิบายอัมพีเปโประบบโลกอับราฮัมงั้นน่าจะเปโตรเจียอักแกษาเบียจีนเนี่ยได้พระเยซูตกด่าอ่อยเมื่อกรมจินนุ่มทั่วจีนเนี่ยของเวียนเลือกรมจินนุ่มโตปีพระองค์สมสู่เปโตรตราหล่อเต้มาจีวัดกอดบ้าเมียนเปได้จำเนื้อกอดมัวเมียนเนี่ยเมียนจำเนื้อซอยได้เลยเมียนได้เลยให้เล็กไปเนี่ยจำเนื้อกอดยังไม่สมยังไม่ยังเล็กได้เล็กได้เล็กได้โดยยืงไงอดโดยเจแต่ตีบัมพดเป็นเด็กก็ดังลุนก็ทากอดมันอ้ายสลังพระเยซูโดยพระเยซูสลังกอดเตอย่างไรก็มันอ้ายสลังพระเยซูโดยเด็กก็อ้างสัญญามันเตสลับแต่พระเยซูเลือกกอดเอาไว้เตยกรบกรองกรมจินนมจินปะในเป็นเด็กก็ดังทะลุนก็สายปูประกุนพระองค์สำแดงหมกยืงรอคนี้ในเป็นเด็กยืงดังทะลุนไทยซอยนู่ยืงหนังบ้านก้อมหลังดำใบอ้อยเนี่ยซอยโปธาขยมคลังในไปได้ยืงกรอยืงหนังบ้านสมบัติมองปีพระองค์ดำใบอ้อยเนี่ยกรอโปธาขยมเมียงอาเมนเนี่ยไปได้ยืงชื่อนู่ยืงหนังเคยประกุนพระองค์เคยอำนาจได้ลังพระองค์เปล่ายืงอ้อยจีดำใบอ้อยเนี่ยชื่อโปธาขยมจีอ้อยเนี่ยขวะโปธาขยมพลืออาเมนอัดจังไงเนี่ยสมไอเนี่ยขวะขังวิญญาณก็ได้ขวะก็ได้จับดามพลื้มสมัยยังมาดอลไว้ยังบันเมื่อแบบเรื่องไทยมวยเนียงขวะมาเนี่ยจ้องคล้ายเตยเชียเชิงไอกัดสะปีมุนจีนเนี่ยเชียงกัดสะเป็นพนักมันตอนขวะเขาเกี่ยวไว้เถอะบาจำตะไซขวะต่อสู้ต่อแต่กัดสะตั้งปีใช้กัดเอาเขมรตะบงเตี้ยขวะนึงเราเอาไปโชว์กับเจ้าวิญญาณมันผู้ชายนี่มันเนี่ยเลือกต้องจัดท่าพนักขวะเมนใต้กำเนิดอัดขวะเตอารมณ์มันขวะเตหัดปลาอารมณ์หนึ่งปลากำเนิดที่ผมพ้นคลายแต่จีนเนี่ยกัดเสาะได้จอบเล็กมวยจังไงเนี่ยสมัยเนี่ยขวะโพธาเอ้เนี่ยได้ก็ลองมอยำใดแต่ประมาณชบยำใดต่อเตี้ยโยนเปียยำใดเนี่ยได้จังก็ละเนี่ยเคยแต่ใส่เวทเนียนักยมตัวบะนักยมเห็นไหมยับนักยมไทยทำไม่แย่จริงๆทำไมยังยับเมนเทนมองไปนั่นแต่ถ้าโอนแต่เวทเนียถ้าโอนแต่บะอีบะแม่อย่างไรการตอนมีนปนถัดมานบานประปนโมสัวบานปนโมบะอีบะ
បានពុនសមានតសួលដល់មានកូនសួលដល់មានកូនបាក់អីបាក់នេះឲ្យក្រុមស៊ីធូលីដៃមើលតែឃើញតែបាក់អីបាក់ដែរហាកិច្ចការចំពុក3ខ25ដល់ខ26បងប្អូននឹងហើយជាកូនចៅរបស់ព្យាការីពេត្រុសនិយាយទៅកាន់អ្នកណាទៅកាន់ជនជាតិអ៊ីស្រាអែលហើយបងប្អូនក៏បានចូលរួមក្នុងសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសដែរដោយព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអាប់រ៉ាហាំថាក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈពូជពងរបស់អ្នកសូមអានជាមួយខ្ញុំឃ្លាចុងក្រោយតោះលឺក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈពូជពងរបស់អ្នកពូជពងនេះជាឯកវចនៈមិន seeds មិន zah ទេ seed ពូជពងនេះគឺអ្នកណាព្រះយេស៊ូវគ្រីស្ទយល់ទេព្រះជាម្ចាស់ខ26បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើងអ្នកណានេះអ្នកបម្រើព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទងើបឡើងហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ដើម្បីប្រទានពរដល់បងប្អូនព្រះយេស៊ូវយាងមករកសាសអ៊ីស្រាអែលកាលដើមដំបូងឡើយយ៉ូហានចំពុក1ខ1ថាម៉េចមានព្រះបន្ទូលគង់នៅជាមួយព្រះបន្ទូលនោះជាព្រះគ្មានអ្វីដែលកើតឡើងក្រៅពីព្រះអង្គទេអ្វីទាំងអស់សុទ្ធតែកើតឡើងដោយសារព្រះបន្ទូលក៏ត្រឡប់មកជាខ្សាច់ឈាមព្រះបន្ទូលក៏ក្លាយមកជាមនុស្សហើយគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គតែរាស្ត្រព្រះអង្គមិនទទួលស្គាល់ព្រះអង្គទេអ្នកណារាជព្រះអង្គជនជាតិអ៊ីស្រាអែលអ្នកណាឆ្កាងព្រះអង្គជនជាតិអ៊ីស្រាអែលអ្នកណាបដិសេធព្រះអង្គជនជាតិអ៊ីស្រាអែលព្រះអង្គយាងមករកអ៊ីស្រាអែលមុនគេបង្អស់តែទីបំផុតអ្នកមុនត្រឡប់ទៅជាក្រោយអ្នកក្រោយត្រឡប់ទៅជាមុនអ្នកណាបានសង្គ្រោះមុនសាសដទៃអាមែនទេឥឡូវនេះខ្មែរជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលតែដៃអរគុណព្រះអង្គអាមេរិកក៏ជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលដែរសាសដទៃទាំងចិនកុម្មុយនីសហ្នឹងក៏ជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលដែរស្ដាប់ឲ្យតន់ដើម្បីប្រទានពរដល់បងប្អូនដោយណែនាំម្នាក់ឲ្យងាកចេញពីអីពីអំពើទុច្ចរិតដូច្នេះជំនឿប្រោសឲ្យយើងសុចរិតប៉ុន្តែសុចរិតហើយដើរចេញពីអំពើទុច្ចរិតហើយបើសិនជាយើងត្រឡប់ទៅរស់ក្នុងអំពើទុច្ចរិតវិញនឹងដូចជាលុតយល់ទេមានប្រពោហើយធ្វើប្រពោអាសត្វដូចពពកចឹងអាសត្វពីគាត់ទៅដូចផ្សែងទីបំផុតយើងចង់រស់ដូចលុតទេលុតសុចរិតនៅលុតចិត្តគាត់សុចរិតទេតែចិត្តគាត់យ៉ាងម៉េចសូមនិយាយលឺចិត្តព្រួយសូមនិយាយខ្ញុំព្រួយចិត្តយ៉ាងម៉េចទៀតមួយម៉ាត់ទៀតនិយាយចំទៀតមកក្រំចិត្តសូមនិយាយខ្ញុំព្រួយចិត្តក្រំចិត្តឆែកបេះដូងខ្លួនឯងអុកហាក់អីអត់ខ្ទេចបេះដូងអីអត់ក្រំចិត្តអីអត់ព្រួយចិត្តអីអត់ណាយូរចន្លោះជួបខ្ញុំលោកគ្រូអើយខ្ញុំដឹងមានលុយកាប៉ុននេះអត់ទេក្រំចិត្តដល់ហើយខំរៀនអង់គ្លេសមិនខំមកក្រំចិត្តយល់ទេខំរៀនមហាវិទ្យាល័យមិនខំដើរការធ្វើមិនដើរមិនរកបែរជាក្រំចិត្តនារីគេមិនយកទេខ្ញុំប្រាប់បើយើងកំឡោះហើយអត់ការងារធ្វើគេសុខចិត្តយកប្រុសអាយុ40ហើយមានការងារធ្វើទី1ក្មេងៗលេះលោះច្រើនចាស់គេនិយាយម៉ាត់ណាម៉ាត់ហ្នឹងតែបើយើងម៉ាត់ណាម៉ាត់ហ្នឹងដែរយើងឈ្នះចាស់ព្រោះយើងមានរូបសម្រស់មួយទៀតតែអត់ការងារធ្វើទេចាញ់តាហើយចៅណាត់ម៉ោងទៅយឺតចនិចចាញ់តាអើយខ្ញុំមានសិស្សច្រើនណាស់សិស្សមួយនោះទិញម៉ូតូថ្មីអូកាត់ម៉ូតសក់មកខ្ញុំលោកគ្រូចុះសិស្សរួមថ្នាក់ខ្ញុំនារីមិនក៏វាមិនព្រមជិះម៉ូតូខ្ញុំមិនក៏ជិះជាមួយតាកញ្ចាស់នោះវិញថាមកពីកញ្ចាស់នោះគេនិយាយមួយម៉ាត់ណាបានការយើងក្មេងៗ10ម៉ាត់អត់បានការសោះយើងមើលឃើញអីរាល់ថ្ងៃយើងរស់ក្នុងពិភពលោកព្រះលួសយើងចេញពីលោកីហើយព្រះអង្គឲ្យយើងធ្វើជាពន្លឺនៃអី
ពលឺផែនដីអំបិលនេះអីផែនដីចោលអំបិលបាត់ជាតិប្រៃហើយតើមានប្រយោជន៍អីស្អិតទៅនៅមួយលោកីស្អិតយើងធ្ងោរបស់លោកីដែរនេះយល់ទេយើងមិនបានបង្កើតសិស្សយើងខ្លាចជាសិស្សរបស់លោកីនេះតោះហេតុអ្វីក៏លោកអាប់រ៉ាហាំជាមនុស្សសុចរិតមានព្រះពរមិនចេះអស់មិនចេះហើយចង់ដឹងទេមិនដឹងនៅដឹងតែលុតហេតុអីអស់ព្រះពរដឹងនៅមកពីគាត់ជ្រើសរើសទៅនៅក្រុងអីសូដុំកូម៉ូរ៉ារស់លាយជាមួយអីរស់ស៊ីជាមួយអ្នកណាមួយមនុស្សទុច្ចរិតដល់ទីបំផុតចិត្តគាត់យ៉ាងម៉េចព្រួយចិត្តទី2ក្រំចិត្តព្រោះអីព្រោះគាត់ឃើញហើយឮតែការអាក្រក់កើតឡើងរាល់ថ្ងៃក្នុងក្រុងរបស់គាត់ទី2លោកអាប់រ៉ាហាំវិញដល់សូមអានលោកកបាត់ចំពុក12ខ7ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាហាំឃើញសូមសួរអាប់រ៉ាហាំឃើញអីឆ្លើយលឺអាប់រ៉ាហាំឃើញអីលត់ឃើញអីឃើញមនុស្សចាប់លំឃើញចោលឃើញកូនអកតញ្ញូឃើញយកកងបាត់ផ្សារយល់ទេតែអាប់រ៉ាហាំវិញឃើញព្រះជាម្ចាស់ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាហាំឃើញយាងហើយមានព្រះបន្ទូលថាយើងនឹងប្រកល់សុកនេះឲ្យពូជពងរបស់អ្នកគាត់លឺអីដំណឹងអីសំឆ្លើយលឺដំណឹងអីព្រះចាំគាត់លោភអត់ទេព្រះប្រទានពរដល់គាត់ខុសកាច់អត់ទេត្រូវអោបខុសអុកអត់ទេដំណឹងល្អនៅទីនោះលោកអាប់រ៉ាហាំបានសង់អាសនៈមួយអាសនៈសម្រាប់អីថ្វាយបង្គំព្រះអាសនៈសម្រាប់អីទំនាក់ទំនងជាមួយព្រះអាសនៈសម្រាប់អីបម្រើព្រះថ្វាយយ៉ាញ់បូជាទៅព្រះយើងជាសង្ឃលួងសង្ឃបរិសុទ្ធដែលព្រះយេស៊ូវលួងមកធ្វើជាចិត្តសាសបរិសុទ្ធធ្វើជាក្រុមបូជាចាររបស់ព្រះមហាក្សត្រដើម្បីថ្វាយយ៉ាញ់បូជាខាងឯវិពាក្យសរសើរពាក្យអរគុណពាក្យអធិដ្ឋានការបង្រៀនព្រះបន្ទូលការប្រកាសនឹងល្អជាយ៉ាញ់បូជាខាងឯវិញ្ញាណសំសួរមួយថ្ងៃយើងបានថ្វាយយ៉ាញ់បូជាវិញ្ញាណនេះអត់យើងមានអាសនៈទៅស្រាប់ព្រះអង្គឯអត់មួយថ្ងៃជួបព្រះអង្គប្រមាណដងពេលជួបបញ្ហាទៅរកអ្នកណាទៅរកតាប៉ាស្ទ័រជួយគូអើយខ្ញុំបាក់ដល់ហើយលោកគ្រូនោះបាក់ដែរខ្ញុំក៏បាក់ដូចអ្នកឯងចឹងដែរលោកគ្រូអើយជួយអត្ថានឲ្យសង្សារខ្ញុំគេស្មោះខ្ញុំវិញលោកគ្រូតែជួយអត្ថានឲ្យខ្ញុំផងខ្ញុំរកតែម្នាក់ស្រឡាញ់ខ្ញុំគ្មាននាងរត់រអ្នកកណ្ដាច់លាក់រត់រកកំបាក់អន់សាក្រុមស្ត្រីទៅសួរសុខទុក្ខគេអ៊ំមើលជួយអត្ថានឲ្យខ្ញុំផងខ្ញុំជពាក់លុយគេក្មួយអើយជួយអត្ថានឲ្យអ៊ំក៏ជពាក់គេដែរនេះហើយយ៉ាញ់បូជាខាងវិញ្ញាណហ្នឹងទៅដោះគេហ្នឹងព្រះវិញ្ញាណនៃព្រះអម្ចាស់គង់សន្តិដ្ឋលើខ្ញុំចាក់ប្រេងតាំងខ្ញុំឲ្យនំនឹងល្អទៅប្រាប់មនុស្សក្រីក្រទៅប្រោះអ្នកដែលខ្វាក់ឲ្យភ្លឺឲ្យទៅដោះអ្នកដែលជាប់ទោសឲ្យរួចអ្នកដែលត្រូវគេជិះជាន់សកលសង្កិនឲ្យមានសេរីភាពយើងមិនទៅដោះបែរចិត្តទៅថែមយើងរួមសួរទៅសួរសុខទុក្ខក្មួយអ៊ំអត់លុយជិះទៅផ្ទះវិញឲ្យខ្ញុំខ្ចី$20បាននេះទៅខ្ចីលុយគេក្នុងនាមក្រុមជំនុំក្តីសង្ឃឹមដល់រស់ទៀតព្រោះមានក្រុមស្ត្រីធនលើកចំនួនមុនគេធ្វើអញ្ចឹងដល់ចំនួនក្រោយយ៉ាងម៉េចទេណាស្ដាប់ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាហាំឃើញហើយមានព្រះបន្ទូលថាយើងនឹងប្រកល់ស្រុកនេះឲ្យពូជពងរបស់អ្នកនៅទីនោះលោកអាប់រ៉ាហាំបានសង់អាសនៈមួយសម្រាប់ថ្វាយយ៉ាញ់បូជាដល់ព្រះជាម្ចាស់ដែលយាងមកឲ្យលោកអីឃើញសំយើងខ្ញុំឃើញចឹងបើជួបបញ្ហាចង់រស់ក្នុងព្រះពរត្រូវសម្លឹងរកអ្នកណាចង់ភ្នែកសម្លឹងអ្នកណាបាទមើលបញ្ហាឬក៏មើលព្រះគុណមើលព្រះគុណមើលឃើញអរិយធំឬមើលឃើញព្រះយេស៊ូវធំជាងមើលឃើញការជឿនលឿននៃអំពើទុច្ចរិតយល់ទេ
អំពើចាប់រំលោភអំពើហិង្សាដែលកើតឡើងក្នុងគ្រួសារជាពិសេសអ្នក editor កាសែត edit ឃើញថាគេចាប់រំលោភស្ត្រីយ៉ាងនេះណាឬក៏មកឃើញព្រះអង្គកំពុងតែពង្រីកនគរព្រះអង្គទូទាំងពិភពលោកដែរអាមែនទេមើលឃើញអីតោះសូមឆ្លើយអានលឺនៅពេលដែលជួបបញ្ហាអាប់រ៉ាមមើលឃើញអីសូមអានលោកអាប់រ៉ាមមើលឃើញព្រះជាម្ចាស់និងការល្អរបស់ព្រះអង្គជានិច្ច Abraham sees God and the goodness of the Lord អាមែនទេបញ្ហាដូចគ្នាតើយើងមើលឃើញស្អីលោកកបាត់13ខ2ដល់ខ4លោកអាប់រ៉ាមមានវង្សស័ព្ទនិងមាសប្រាក់ជាច្រើនលុតធ្លាប់មានដែរទេលុតមានលោកបានធ្វើដំណើរជាច្រើនដងណាពីកន្លែងមួយទៅកន្លែងមួយដល់តំបន់នេកឹបរហូតដល់បេតអែលជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូងនៅចន្លោះបេតអែលនិងក្រុងអៃគឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុនពេលទូរពឹកលោកអាប់រ៉ាមបានចេញពីកន្លែងហ្នឹងទៅអេស៊ីបទៅដល់អេស៊ីបប្រពន្ធគាត់ស្អាតពេកឃើញស្រុកនោះឲ្យតែប្រពន្ធស្អាតគេសម្លាប់ប្តីអាប់រ៉ាមភ័យខ្លាចជាជនកំសាប្រាប់ប្រពន្ធថាអូនសារ៉ាមាសបងបើគេសួរអូនត្រូវជាម៉េចនឹងបងសុំអូនឆ្លើយថាប្អូនស្រីបងក្រែងលោកគេសម្លាប់បងបើអូនថាប្រពន្ធហើយសារ៉ាក៏សួរចុះបើខ្ញុំថាប្អូនស្រីចុះបើគេយកខ្ញុំធ្វើប្រពន្ធបើគេយកអូនធ្វើប្រពន្ធឲ្យគេឲ្យបណ្ណាការមកបងខ្លះមកស៊ីពោះលួសកម្លាំងដោយសារអូនលក់ប្រពន្ធទៀតកុហកលក់ប្រពន្ធកំសាកទីបំផុតពេលដែលស្ដេចអេស៊ីបស្រឡាញ់នាងសារ៉ាក៏យកសារ៉ាទៅនៅពេលយប់ផងចាប់នាងសារ៉ាផ្សំដំណេកហ្នឹងព្រះបានមកខាត់កុំយកប្រពន្ធរបស់ហោរារបស់យើងបានស្ដេចអេស៊ីបថាតែហោរារបស់ព្រះអង្គប្រាប់ថានាងប្អូនស្រីបាទព្រះក៏ថាមកពីគាត់ខ្លាចស្លាប់ចឹងឲ្យទូបង្គំធ្វើម៉េចយកប្រពន្ធទៅឲ្យគេវិញហើយយកទ្រព្យសម្បត្តិទៅឲ្យគេផងហើយយើងនឹងឲ្យពរដល់ស្រីនៅស្រុកអេស៊ីបបើមិនធ្វើដូច្នោះទេយើងនឹងបិទស្បូនស្រីអេស៊ីបមិនឲ្យមានកូនព្រះយល់ដល់ជំនឿរបស់អាប់រ៉ាមទោះបីកំហុសគាត់2 3 ដងមែនព្រះនៅតែរាប់គាត់ជាសុចរិតព្រោះអីខុសអាប់រ៉ាមធ្វើម៉េចមកថ្វាយគុំព្រះអង្គដដែលខុសហើយត្រឡប់មកអាសនៈមកថ្វាយបង្គំព្រះអង្គដដែលមកសារភាពចំពោះព្រះអង្គមកទទួលស្គាល់ព្រះអង្គហើយសូមឲ្យព្រះអង្គដឹកនាំដដែលលត់ខុសហើយដើរជ្រៅទៅក្នុងអន្លង់ភក់សាទនៃអំពើបាបជ្រើសរើសពេលជួបបញ្ហាត្រឡប់មករកអ្នកណាយកតាមលុតឬយកតាមអាប់រ៉ាហាំបាទយុវនារីយកតាមអ្នកណាចុះយុវជនចុះម៉ែឪអត់យកតាមលុតទេមែនទេយ៉ាងម៉េចលោកអាប់រ៉ាមផ្ដោតចិត្តទុកដាក់លើការគម្រប់បម្រើព្រះអង្គជាខុសត្រង់ណាងើបត្រង់ហ្នឹងលៀងជើងត្រង់ហ្នឹងដើរទៅមុខទៀតត្រង់ហ្នឹងអាមែនទេមែនអាមែនតើអ្នកចង់រស់នៅជាមនុស្សសុចរិតដោយលោកលុតឬក៏លោកអាប់រ៉ាហាំឆ្លើយលើសូមក្រាបឈរសូមក្រុមថ្វាយគុំឡើងមកលើព្រះបន្ទូលថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យយល់អំពីព្រះពររួមជាមួយលោកអាប់រ៉ាហាំសូមប្រកាសជាមួយខ្ញុំមានព្រះពររួមជាមួយលោកអាប់រ៉ាហាំប្រហែលអ្នកចង់មានព្រះពររួមជាមួយលោកអាប់រ៉ាហាំបាទប៉ុន្តែដឹងលោកអាប់រ៉ាហាំមានព្រះពរអីខ្លះណែបំណងយើងថ្ងៃនេះគឺចង់ឲ្យស្គាល់ព្រះពររបស់លោកអាប់រ៉ាហាំជាមុនសិនមានព្រះពរស្អីខ្លះហើយយើងរៀនទទួលយកព្រះពរទាំងនោះហើយរៀនរស់នៅជាប់ជាមួយព្រះពរទាំងនោះដោយសារអីដោយសារជំនេះព្រមមានមនុស្សសុចរិត2ប្រភេទអ្នកសុចរិតមួយប្រភេទគឺបានទទួលព្រះពរហើយអត់ចេះរស់នៅជាមួយព្រះពរទេរស់នៅដូចអ្នកអត់ព្រះពរ
ហើយវេទនាដូចអ្នកអត់ព្រះពរដែរហើយគ្រីស្ទបរិស័ទមួយប្រភេទទៀតមនុស្សសុចរិតមួយប្រភេទទៀតចេះស្គាល់ព្រះពរហើយចេះទទួលយកព្រះពរហើយចេះរក្សាព្រះពរឲ្យនៅជាប់ជាមួយជារៀងរាល់ថ្ងៃអ្នកណាដែលឆ្លៀសវៃគឺគេចង់រស់នៅជាមួយព្រះពរដែលព្រះសន្យាឲ្យយើងជាប់ជារៀងរាល់ថ្ងៃអ្នកល្ងងបានមកចាយអស់ប្រើអស់ហើយទីបំផុតក្រអត់ព្រះពរដល់ដែរដល់នេះយើងចង់រស់ជារបៀបអ្នកណាមួយបាទអ្នកល្ងិតល្ងងឬក៏អ្នកឆ្លៀសវៃអ្នកឆ្លៀសវៃលោកអាប់រ៉ាហាំជាមនុស្សសុចរិតដែលមានព្រះពរច្រើនបែបច្រើនយ៉ាងខ្ញុំអត់និយាយតែមួយយ៉ាងទេលោកកបាត់ចំពុះ24ខ1ថាម៉េចលោកអាប់រ៉ាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយដូច្នេះសូមសួរគាត់អាយុខ្លីហើយអាយុវែងខ្មែរយើងថាម៉េចឲ្យពោគ្នាឲ្យបានអាយុ100តែអាប់រ៉ាហាំលើសពីអាយុ100ទៅទៀតចឹងបើព្រះអង្គប្រទានយើងលើសពី100ឆ្នាំយកឲ្យមិនយកឈប់សិនឈឺរហូតយកឲ្យអត់ទេដើរសុំទានតាមផ្លូវយកអត់លើសពី100នេះកូនអត់មើលមុខម្ដាយសោះកូនប្រសានិយាយដើមម្ដាយទាស់ម្ដាយរាល់ថ្ងៃយកឲ្យអត់127ឆ្នាំអត់ទេព្រះពរដែលមានន័យមិនមែនគ្រាន់តែអាយុវែងប៉ុណ្ណឹងទេអាយុវែងមានសុខភាពល្អហើយមានសុភមង្គលលោកអាប់រ៉ាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយព្រះអម្ចាស់ក៏ប្រទានពរលោកសពគ្រប់ទាំងអស់កលឹះអ្នកណាឲ្យពរលោកឆ្លើយលឺព្រះអម្ចាស់ចម្រៀងមួយដែលក្រុមជំនុំគួរតែច្រៀងកំខានគឺសរសើរព្រះអង្គដ៏ប្រទានពរឃើញដកសាឡាជីតាសរសើរព្រះអង្គដ៏ប្រទានពរអង់គ្លេសថាម៉េច Praise God from whom all blessings flow ព្រះពរទាំងអស់មកអំពីព្រះជាម្ចាស់កុំភ្លេចថាពេលព្រះជាម្ចាស់ត្រាស់អាប់រ៉ាហាំគាត់អាយុប្រមាណ75ឆ្នាំដូច្នេះកុំតន់ណាមួយថាខ្ញុំចាស់ហើយអត់បាច់យកពពកនេះទុកឲ្យក្មេងៗចោះកុំភ្លេចមានក្មួយគាត់ម្នាក់មកជាមួយគាត់ដែរឈ្មោះលុតក្មេងក៏មានព្រះពរនោះដែរអាមែនទេព្រះពរនេះសម្រាប់អស់អ្នកណាដែលទុកចិត្តដល់ព្រះអង្គដែលជឿដល់ព្រះអង្គគឺជាព្រះពរដែលបានមកដោយសារអីជំនឿព្រះអម្ចាស់សពហារតីឲ្យយើងដែលជាមនុស្សសុចរិតដោយសារអីសុចរិតដោយសារជំនឿនេះមានព្រះពរច្រើនបែបច្រើនយ៉ាងដូចជាលោកអាប់រ៉ាហាំនោះដែរខ្មែរនិយាយថាចេះមកពីរៀនមានមកពីរតែខ្ញុំឃើញមនុស្សរៀនខ្លះមកកណោរៀនហើយនៅល្ងងដដែលមានតែសញ្ញាបត្រតែធ្វើខ្ញុំគេដដែលអ្នកខ្លះដល់ទៅពេលចេះមែនតើទៅការតិចតួចអត់ធ្វើចង់តែធ្វើការធំងាកទៅនេះស្ទើងាកទៅនោះស្ទើការងារហត្ថកម្មមិនធ្វើចង់រកតែការងារ office អីចឹងទៅក្រតដែលអ្នកខ្លះអត់សញ្ញាបត្រសោះគេមានឡានគេមានវីឡាគេមានផ្ទះរស់នៅមានសុភមង្គលខ្ញុំឃើញអ្នកលេខ1ជាច្រើនរកសាំងចាក់ម៉ូតូគ្មានខ្ញុំឃើញអ្នកអត់លេខជាច្រើនមានឡានជិះមានអ្នកខ្លះខំរណានៅតែក្រតដែលអ្នកណាប្រឹងជាងអ្នកធាក់សក្លោងើបតាំងពីម៉ោងប្រហែលហើយធាក់ដល់ម៉ោងប្រហែលហើយនៅតែអត់មានតដែលព្រោះជីវិតនោះខំយ៉ាងណាក៏ដោយតែរសារគាត់ជាប់បណ្ដាសាការប្រឹងយ៉ាងម៉េចក៏មិនអាចដោះគាត់ឲ្យធូរធារបានដែរចឹងសូមមើលជំនឿនាំឲ្យយើងคล้ายជាកូនរបស់លោកអាប់រ៉ាហាំបើសិនជាឪពុកខ្ញុំជាអ្នកស្រែខ្ញុំកើតមកគេហៅខ្ញុំកូនអ្នកអីកូនអ្នកស្រែហើយដល់រ៉េបក៏រ៉េបស្រុកស្រែរាំក៏រាំរបៀបស្រុកស្រែមែនទេមែនប៉ុន្តែបើឪពុកខ្ញុំជាស្ដេចវិញខ្ញុំជាអីដែរខ្ញុំជាព្រះអម្ចាស់ឥឡូវនេះព្រះនិយាយអំពីការផ្លាស់ប្ដូរអត្តសញ្ញាណឬក៏ការកើតជាថ្មី
មិនមែនគ្រាន់តែដូររូបសម្បត្តិដូរកល័ដូរម៉ាគីយេឲ្យសាច់ស្អាតប៉ុណ្ណឹងទេគឺដូរអត្តសញ្ញាណទាំងស្រុងហ្មងឲ្យទៅជាកូនរបស់លោកអាប់រ៉ាហាំហើយរបៀបនេះมันអាចបានមកអំពីការខំរៀនខំរហ្នឹងទេគឺបានមកពីកលឹះតែមួយគត់គឺដោយសារជុំនេះបទគម្ពីរកាឡាទីចំពុក3ខ7ថាម៉េចដូច្នេះសូមបងប្អូនយល់ថាអ្នកណាមានជំនឿអ្នកនោះហើយជាកូនចៅរបស់លោកអាប់រ៉ាហាំខ្ញុំមានជំនឿជាកូនចៅអាប់រ៉ាហាំកូនខ្ញុំមានជំនឿខ្លាចជាកូនចៅអាប់រ៉ាហាំហើយបើសិនជាម្ដាយខ្ញុំឥឡូវនេះអរគុណព្រះអង្គម្ដាយខ្ញុំមានជំនឿជាកូនចៅអាប់រ៉ាហាំដែរយើងទាំងអស់គ្នាទៅជាកូនចៅអាប់រ៉ាហាំជំនឿលើអង្គព្រះគ្រីស្ទនាំឲ្យយើងคล้ายជាកូនរបស់លោកអាប់រ៉ាហាំប៉ុណ្ណោះទេលើសពីនោះទៅទៀតគឺឲ្យមានពររួមជាមួយនឹងលោកអាប់រ៉ាហាំដំបូងទីគឺបានទទួលការរាប់ជាសុចរិតកាឡាទីចំពុក3ខ8ក្នុងគម្ពីរបានគ្រោងទុកជាមុនថាព្រះជាម្ចាស់នឹងប្រោសសាសដតីសូមនិយាយវិញខ្ញុំប្រោសសាសណាសាសដតីមានខ្មែរដែរទេមានចិនទេមានវៀតណាមទេមានអាមេរិកកាំងដែរទេមានអ្នកណាដែលមិនមែនសាសអ៊ីស្រាអែលគឺជាសាសដតីក្នុងគម្ពីរមានគ្រោងទុកជាមុនថាព្រះជាម្ចាស់នឹងប្រោសសាសដតីទាំងសាសខ្មែរដែរឲ្យបានសុចរិតដោយសារជុំនេះព្រះអង្គគ្រោងទុកមុនស្រេចទៅហើយព្រះអង្គរៀបផែនការជាមុនរួចទៅហើយលោកអាប់រ៉ាហាំបានទទួលដំណឹងល្អនេះជាមុនថាជាតិសាសន៍ទាំងអស់នឹងទទួលពរដោយសារអ្នកពេលដែលលោកអាយុ75ឆ្នាំព្រះហើយលោកចេញពីទីក្រុងអឺនៅទឹកដីមេសូប៉ូតាមីដែលក្រោយមកក្លាយជាទឹកដីបាប៊ីឡុនដែលឥឡូវនេះយើងហៅថាអ៊ីរ៉ាក់នេះពេលព្រះអង្គម្ចាស់ត្រាស់ឲ្យលោកអាយុ75ឆ្នាំនេះព្រះអង្គបានប្រាប់លោកថាអ្នកនឹងទៅជាមនុស្សមានពរនឹងទៅជាមនុស្សមានពរហើយអ្នកនឹងទៅជាទីបញ្ចេញពរដល់សាសដតីសាសដតីគ្រប់ក្រុមគ្រួសារនៅផែនដីនឹងបានទទួលព្រះពរតាមរយៈអ្នកនឹងពូជពងរបស់អ្នកចឹងការឲ្យពរជាដំណឹងល្អឬក៏ជាដំណឹងអាក្រក់បាទដំណឹងល្អប៉ុន្តែអរគុណព្រះអង្គព្រះជាម្ចាស់សពហតីនឹងប្រទានឲ្យយើងនៅដំណឹងល្អពេលដែលយើងជប់ដំណឹងអាក្រក់ឬដំណឹងអាក្រក់រាល់ថ្ងៃព្រះអង្គចង់ប្រាប់យើងថាព្រះអង្គល្អហើយព្រះអង្គចង់បំផ្លាស់ជីវិតយើងដោយសារដំណឹងល្អហើយផ្នែកនៃដំណឹងល្អនេះគឺចាប់ផ្ដើមតាំងពីបុរាណកាលមកតាមរយៈលោកអាប់រ៉ាហាំហើយលោកជាជនជាតិអាស៊ីជំនឿលើអង្គព្រះគ្រីស្ទមិនគ្រាន់តែនាំយើងឲ្យបានអីខ្លាយជាកូនអាប់រ៉ាហាំនឹងមិនគ្រាន់តែនាំយើងឲ្យបានទទួលការប្រោសឲ្យសុចរិតតែប៉ុណ្ណោះទេជំនឿលើអង្គព្រះគ្រីស្ទនាំឲ្យយើងបានទទួលព្រះពររួមជាមួយលោកអាប់រ៉ាហាំដែរបើឪយើងស្ដេចយើងមានពរដូចស្ដេចមែនទេមែនមែនមែនទេមែនមែនកាឡាទីចំពុក3ខ9ហេតុនេះអស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអាប់រ៉ាហាំដែលជាអ្នកមានជំនឿនោះដែរលោកអាប់រ៉ាហាំមានជំនឿលើព្រះជាម្ចាស់ថាព្រះអង្គនឹងប្រទានជាតិសាសន៍មួយដល់លោកហើយនឹងព្រះអង្គនឹងឲ្យពូជពងលោកច្រើនដូចខ្សាច់ដូចគ្រាប់ខ្សាច់ហើយច្រើនដូចផ្កាយនៅលើមេឃហើយលោកជឿព្រះក៏រាប់លោកថាសុចរិតដោយសារជុំនេះតើព្រះពរលោកអាប់រ៉ាហាំអាចនឹងហូរមកដល់យើងបានដោយរបៀបណានេះជាកលឹះសំខាន់គ្រាន់តែដឹងអត់គ្រប់ទេតោះតែពិសោធន៍គ្រាន់តែដឹងពីរបៀបคล้ายទៅជាសេដ្ឋីអត់គ្រប់ទេតោះតែពិសោធន៍ជីវិតដែលជាសេដ្ឋីគ្រាន់តែដឹងថាអាមេរិកសប្បាយអត់គ្រប់ទេតោះតែបានទៅដល់អាមេរិកទើបគ្រប់គ្រាន់តែដឹងថាឋានសួគ៌ល្អអត់គ្រប់ទេគ្រាន់តែคล้ายមកជាប្រជារាស្ត្រនៃឋានសួគ៌ទើបគ្រប់គ្រាន់តើព្រះពរអាប់រ៉ាហាំហូរចូលដល់យើងជាសាសដតីដោយរបៀបណាព្រះពររបស់លោកអាប់រ៉ាហាំហូរមកដល់យើងតាមរយៈព្រះគ្រីស្ទសូមនិយាយជាមួយខ្ញុំតាមរយៈអ្នកណាតាមរយៈព្រះយេស៊ូវគ្រីស្ទអត់មានតាមបែបផ្សេងណាឡើយកាឡាទីចំពុក3ខ14ហេតុ
ការនេះកើតមានដូច្នេះដើម្បីឲ្យព្រះពរដែលលោកអាប់រ៉ាហាំទទួលបានហូរទៅដល់សាសដទៃតាមរយៈព្រះយេស៊ូវគ្រីស្ទដែរបាទគម្ពីរថាតាមរយៈព្រះគ្រីស្ទយេស៊ូវដែរហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមកយើងដោយសារជំនឿប្រមាណអ្នកបានទទួលជឿព្រះយេស៊ូវហើយក្នុងចំណោមគ្នាយើងបាទសូមបង្ហាញលើកដៃបង្ហាញខ្ញុំមើលបានទទួលជឿព្រះអង្គហើយលើកដៃបាទអរគុណសូមអបអរសាទរហើយបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយនៅបាននៅព្រះវិញ្ញាណតូចឯធំណាស់ហើយការអស្ចារ្យគឺព្រះអង្គមកគង់ក្នុងចិត្តយើងដែលជាមនុស្សដ៏តូចព្រះវិញ្ញាណជាព្រះដ៏ខ្ពស់បំផុតហើយព្រះអង្គបានមកគង់ក្នុងយើងជាមនុស្សដ៏តូចតាចបំផុតនេះជាការអស្ចារ្យមួយដ៏ធំហើយបើការអស្ចារ្យមួយដ៏ធំព្រះអង្គធ្វើបានចុះឲ្យពពកហូរចូលមកយើងពិបាកណាស់ទៅឬអីពិបាកអីមិនពិបាកចំពោះព្រះអង្គមនុស្សអាចថាពិបាកតែចំពោះព្រះគ្មានអ្វីដែលព្រះអង្គធ្វើមិនកើតនោះទេមានអ្វីដែលព្រះអង្គធ្វើមិនកើតនោះទេព្រះគ្រីស្ទមិនគ្រាន់តែទទួលបណ្ដាសាជំនួសយើងប៉ុណ្ណោះទេព្រះអង្គថែមទាំងបង្ហូរព្រះពររបស់អាប់រ៉ាហាំមកដល់យើងទៀតផងសូមស្ដាប់ត្រង់នេះឲ្យតន់ម្ដាយដែលស្រឡាញ់កូនពេលដែលឪពុកប្រមឹកអួតនួមកពីណាមកវែងវង្វាន់សវណ្ណអួតនួប៉ោឡែមកដល់វាយកូនម្ដាយស្រឡាញ់កូនរត់ទៅទទួលអីជំនួសកូនទទួលរំពាត់ជំនួសកូនកូនរួចអំពីការឈឺចាប់តែជីវិតកូនបានផ្លាស់ប្រែអត់គ្រាន់តែអត់ឈឺតែកូនអត់ទាន់មានពពកទេព្រះយេស៊ូវបានសគត់ជួសយើងទទួលបាបជួសយើងទទួលការជំនុំជម្រះជួសយើងទទួលបណ្ដាសាជួសយើងដើម្បីឲ្យយើងរួចអំពីបណ្ដាសារួចអំពីសេចក្តីស្លាប់រួចអំពីអំណាចបាបតែក្នុងពេលជាមួយគ្នាព្រះអង្គបង្ហូរមកឲ្យយើងនៅការអស្ចារ្យឬក៏ជាការផ្លាស់ប្ដូរមួយព្រះអង្គទទួលបាបជំនួសយើងឲ្យយើងបានទទួលសេចក្តីសុខព្រះគ្រីស្ទទទួលបណ្ដាសាទទួលបាបជំនួសយើងខ្លាចជាទួបាបដើម្បីឲ្យយើងខ្លាចជាមនុស្សសុចរិតព្រះគ្រីស្ទទទួលបណ្ដាសាដើម្បីឲ្យយើងបានទទួលព្រះពរព្រះគ្រីស្ទសគត់ដើម្បីឲ្យយើងរស់អស់កលជានិច្ចខុសពីម្ដាយយើងទទួលអំពត់ជំនួសរួចថ្ងៃហ្នឹងស្អែកឡើងឪមកវាយម៉ែអត់នៅយើងត្រូវអំពត់ដដែលហើយយើងកូនអ្នកប្រមឹកនៅតែកូនអ្នកប្រមឹកដដែលតែព្រះគ្រីស្ទទទួលជំនួសហើយបំផ្លាស់បំប្រែទ្រង់ទទួលជំនួសហើយទ្រង់ប្រទានមកយើងវិញនេះជាព្រះគុណដ៏អស្ចារ្យទ្រង់ទទួលជំនួសជាក្តីមេត្តាហើយការប្រទានពរមកឲ្យយើងជាព្រះគុណព្រះពររបស់លោកអាប់រ៉ាហាំហូរចេញមកពីណាមិនមកពីលោកអាប់រ៉ាហាំទេមកពីព្រះជាម្ចាស់ដែលលោកជឿដែលលោកគោរពបម្រើលោកកបាត់ចំពុក12ខ2ខ3និយាយយ៉ាងម៉េចយើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នកលោកអាប់រ៉ាហាំមិនទាន់មានកូនម្នាក់សោះព្រះសន្យាថានឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នកហើយយើងនឹងឲ្យពរអ្នកយើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បីព្រះនឹងធ្វើឲ្យយើងល្បីអស់មួយជីវិតហើយជារៀងរហូតដូច្នេះចូលធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចោះ blessed to be a blessing កលឹះត្រង់នេះអាប់រ៉ាហាំបានទទួលព្រះពរហើយរក្សាព្រះពរបានអស់មួយជីវិតព្រោះលោកបានពរហើយលោកចេះបញ្ចេញពរទៅឲ្យអ្នកដទៃក្នុងពិភពលោកមហាសមុទ្រទាំងអស់សុទ្ធតែចែករំលែកធនធានជាមួយគ្នាមហាសមុទ្រឥណ្ឌាចែកទឹកជាមួយមហាសមុទ្រអីប៉ាស៊ីហ្វិកមហាសមុទ្រប៉ាស៊ីហ្វិកចែកទឹកជាមួយនឹងមហាសមុទ្រអីទៀតអាត្លង់ទិកពេលចូលនៅឯឥណ្ឌានឹងវាងាកនៅឯប៉ាស៊ីហ្វិកចឹងទៅព្រោះដីយើងមូលដីយើងវិលហើយពេលទឹកងាកហ្នឹងហូរពីកន្លែងងាកហ្នឹងទៅចូលកន្លែងដែលជោទៅមិនទៅទឹកទេទៅទាំងស្អីសម្បត្តិនៅក្នុងទឹកទាំងអស់មានទាំងរ៉ែមានទាំងអីទៀតមានទាំងសត្វមានជីវិតមច្ឆាជាតិទាំងអស់វាវិលចុះវិលឡើង
ដោយនេះសមុទ្រទាំងអស់នេះជាសមុទ្ររស់ប៉ុន្តែមានសមុទ្រមួយនៅក្នុងពិភពលោកដែលអត់ចេះចែកជាមួយអ្នកណាទាំងអស់ព្រោះសមុទ្រនឹងជ្រៅជាងគេមិនចេះពេញមិនចេះស្កប់ហើយគ្មានអៅលិតគ្មានកន្លែងបញ្ចេញទៅគេទេគឺសមុទ្រស្លាប់គឺសមុទ្រមរណៈដែលគេហៅថា Dead Sea អ្នកខ្លះចង់បានព្រះពរហើយដើម្បីនឹងស្លាប់ព្រោះអត់ចេះចែកទៅអ្នកដទៃកាលណាព្រះពរយើងអត់ចេះចែកទៅអ្នកដទៃសម័យនេះចោលប្លន់ទីផុតយ៉ាងម៉េចមកវេទនាដដែលខ3យើងនឹងឲ្យពរដល់ជនទាំងឡាយណាដែលឲ្យពរអ្នកយើងក៏នឹងដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលដាក់បណ្ដាសាអ្នកដែរក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នកសូមនិយាយឃ្លាចុងក្រោយជាមួយខ្ញុំឃ្លាចុងក្រោយអានលឺក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នកប្រមាណគ្រួសារទាំងអស់ដូច្នេះផែនការរបស់ព្រះអង្គមិនជាផែនការដែលគេហៅថា exclusive ទេមិនមែនរាប់តែមួយក្រុមតូចហើយផាត់គេចោលនោះទេគឺជាផែនការមួយដែលទូលំទូលាយផែនការ universal ដែលចង់ប្រមូលគ្រប់ក្រុមគ្រួសារទាំងអស់ឲ្យមកទទួលពរដោយសារលោកអាប់រ៉ាហាំដែរសំណួរចង់ទទួលទេអត់ចង់ទទួលទេបើកាត់ស្រែងគេប្រាប់ថ្នាំឲ្យជាស្រែងឲ្យមិនអស់កន្លោះអូចង់ណាស់ប៉ុន្តែកុំភ្លេចថ្នាំស្រែងចង្ការលាបហើយយ៉ាងម៉េចអូឆេះយ៉ាងណាបើខ្លាចឆេះអត់ជាទេយ៉ាងណាហើយការទទួលពរនេះមានរឿងមួយចង្ការធ្វើឲ្យយើងអាម៉ាស់ព្រោះជឿព្រះយេស៊ូវគ្រីស្ទនឹងបានព្រះពររបស់លោកអាប់រ៉ាហាំអ្នកខ្លះសុខចិត្តអត់ពរឲ្យតែបានមិនជឿលើព្រះយេស៊ូវគ្រីស្ទហើយខ្ញុំសុខចិត្តជឿលើព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យបានទទួលព្រះពររបស់លោកអាប់រ៉ាហាំព្រះពររបស់លោកអាប់រ៉ាហាំបំរើគោលបំណងរបស់ព្រះជាម្ចាស់អ្នកពីទូចមិនដឹងមានបំណងអីខ្លះទេខ្ញុំការពីទូចឪពុកម្ដាយខ្ញុំសួរកូនហើយបាទធំឡើងចង់ធ្វើអីចង់ធ្វើដុកទ័រចង់ធ្វើគ្រូពេទ្យហើយដល់បានធ្វើគ្រូពេទ្យហើយធ្វើមិនទៀតហៅប្រពន្ធមួយហៅប្រពន្ធយ៉ាងម៉េចស្អាតណាហើយមិនទៀតទិញផ្ទះហើយមិនទៀតទិញឡានសួរ10ដងឃើញតែខ្លួនឯងតឡូតសួរ20ដងក៏នៅតែឃើញតែខ្លួនឯងពួកយើងរៀនចាប់តាំងតែពីទូចមកម៉ែឪបង្រៀនមិនមានរៀងចាប់បន្ទូចចាប់អាវ៉ាចាប់ចូលមិនដែលចេះចែកចាយនៅនេះផ្នត់កំណត់អាចាប់នេះយល់ទេធ្វើដៃមើលចាប់យល់ទេគឺធ្វើឲ្យយើងមានកំណត់អាត្មានេះខុសអំពីព្រះពរដែលព្រះអាប់រ៉ាហាំតាយើងឲ្យពរឯងដើម្បីឯងបញ្ចេញពរសូមនិយាយមើលខ្ញុំបញ្ចេញមានន័យថាម៉េចបញ្ចេញចែកចាយយល់ទេចាប់ដាក់ដៃចូលក្នុងចែកចាយរុញដៃទៅក្រៅឥឡូវថ្ងៃនេះចង់បានព្រះពរអាប់រ៉ាហាំទេអត់ស្អីមួយត្រូវបដូរវប្បធម៌ចាប់ទៅជាវប្បធម៌អីចែកចាយទៅដៃវិញខ្ញុំចែកចាយពីថ្ងៃទៅបើជួបគ្នាហ្មងចែកចាយគ្នាចែកចាយបាទទី1ព្រះពរបានសម្រាប់ខ្លួនគាត់លោកកបាត់ចំពុក12ខ2ទី2ព្រះពរសម្រាប់ក្រុមគ្រួសារគាត់នឹងខ3ទី3ព្រះពរនេះសម្រាប់ប្រជាជាតិគាត់ឃើញទេគាត់ personal ទី2គ្រួសារគាត់ personal ដល់បានទី3ព្រះពរសម្រាប់ប្រជាជាតិគាត់កម្រិតអី national កុំឲ្យគិតត្រឹមតែ personal អានឹងអាត្មានេះយំពីខ្លួនយើងគ្រួសារយើងជាតិយើងអាមែនទេហើយព្រះពរសម្រាប់គ្រប់គ្រួសារនិងគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីនេះមិនគ្រាន់តែ national ទេនេះ international សូមនិយាយមើលខ្ញុំផ្ទាល់ខ្លួនផ្ទាល់គ្រួសារសម្រាប់ជាតិនិងប្រជាជាតិ
បើព្រះអង្គឲ្យពរច្រើនព្រះអង្គចង់ឲ្យយើងបញ្ចេញពរបានច្រើនជនជាតិដែរបាទតើព្រះពររបស់លោកអាប់រ៉ាហាំពិសេសឬអត់ពិសេសសូមយើងពិសេសល្មមឲ្យពិសេសណាបើមិនពិសេសណាមិនព្រះចាប់ផ្ដើមហៅអាប់រ៉ាហាំភ្លាមនិយាយពីព្រះពរឯងហើយកុំភ្លេចថាលោកពេត្រុសដែលប្រកាសដំណឹងល្អក៏និយាយពីព្រះពររបស់លោកអាប់រ៉ាហាំដែរតើព្រះពររបស់លោកអាប់រ៉ាហាំនេះចំណុចទី6មានលក្ខណៈធ្វើដៃមើលខ្ញុំគ្រប់ជ្រុងជ្រោយព្រះពរគ្រប់ជ្រុងជ្រោយ holistic អត់និយាយតែលុយទេអ្នកខ្លះចង់បានលុយចង់បានតែមួយឈុងលុយហើយអ្នកខ្លះទៀតចង់បានរូបល្អស្រស់ប្រុសស្អាតស្រីស្អាតស្រីស្រស់ប្រុសស្អាតល្អចង់បានតែល្អខ្មែរយើងតែល្អអាចមានន័យមិនល្អដល់ថ្នាក់លេខអាចលោកកុម្បត្តិចំពោះ15ខ2ខ3គឺលោកអាប់រ៉ាហាំបានព្រះពរខាងឯសតិបញ្ញាគឺមានប្រាជ្ញាឆ្លៀសវៃក្នុងចំពុក14លោកទៅច្បាំងឈ្នះហើយលោកត្រឡប់មកវិញជួបម៉ែលគីសាដេកដែលជាស្ដេចនៃក្រុងសាឡឹមប្រែថាស្ដេចនៃសេចក្តីសុខសាន្តហើយម៉ែលគីសាដេកប្រែថាស្ដេចនៃសេចក្តីសុចរិតម៉ែលគីសាដេកគ្មានដើមកំណើតគ្មានឪពុកម្ដាយគឺតំណាងឲ្យព្រះយេស៊ូវគ្រីស្ទដែលជាសម្ដេចសង្ឃដែលជាមហាបូជាចារដ៏ខ្ពង់ខ្ពស់បំផុតហើយលោកម៉ែលគីសាដេកបានយកនំប៉័ងហើយនឹងទឹកទំពាំងបាយជូរមកធ្វើពិធីសម្ព័ន្ធភាពដ៏វិសុទ្ធជាមួយអាប់រ៉ាហាំដែលច្បាំងឈ្នះនំប៉័ងតំណាងឲ្យព្រះកាយព្រះគ្រីស្ទដែលត្រូវបាក់បែករងការឈឺចាប់ជំនួសមនុស្សលោកទាំងអស់ដើម្បីមនុស្សបានជាដោយសារស្នាមរំពាត់នៅលើអង្គទ្រង់ទឹកទំពាំងបាយជូរតំណាងឲ្យលោហិតព្រះយេស៊ូវគ្រីស្ទដែលត្រូវជ្រួចដែលត្រូវហូរខ្ចាយនៅលើឈើឆ្កាងដើម្បីនឹងប្រុសមនុស្សទាំងអស់ដែលជឿដល់ព្រះអង្គឲ្យសុចរិតដោយសារជុំនេះអាមែនទេពេលនោះអាប់រ៉ាហាំក៏អរគុណព្រះជាម្ចាស់ក៏យកអ្វីទាំងអស់ដែលលោកបានដណ្ដើមបានច្បាំងបានហ្នឹងមួយជា10ថ្វាយម៉ែលគីសាដេកដើម្បីអរព្រះគុណដល់ម្ចាស់នៃឋានសួគ៌ដ៏ខ្ពស់បំផុតដែលធ្វើឲ្យលោកច្បាំងឈ្នះហើយទៅជាអ្នកដែលជាអីយើងហៅថាអ្នកឈ្នះហើយទៅជាអ្នកដែលមានដូច្នេះលោកចេះអរគុណដល់ព្រះដែលប្រទានពរខុសពីមនុស្សយើងសម័យនេះកាលណាឈឺស្រេចព្រះអើយជួយផងកាលណាក្រព្រះអើយជួយផងដល់ពេលមានថាមកពីអញប៉កែហោស៊ីអញចឹងណាដល់ចិត្តងាប់ស្អីហៅណាទៀតព្រះអើយជួយផងដដែលហើយឲ្យតែមានភ្លេចព្រះអង្គណាដូច្នេះអាប់រ៉ាហាំជាមនុស្សដែលឆ្លៀសវៃអត់ចេះភ្លេចព្រះទេព្រោះគាត់ដឹងថាព្រះពរបានមកពីណាពីព្រះជាម្ចាស់សរសើរព្រះអង្គដែលប្រទានពរគាត់ដែលតែសើខ្លួនឯងទេហើយរួចមកព្រះក៏មកជួបគាត់នៅក្នុងក្តីសុបិនថាអាប់រ៉ាហាំយើងនឹងធ្វើជាខែលការពារឯងលោកកបាត់ចំពុក15ខ1ហើយយើងនឹងធ្វើជាយើងជារង្វាន់ដ៏ធំសម្រាប់ឯងអាប់រ៉ាហាំឆ្លាតថាបងអើយខ្ញុំអត់ចង់បានអីលើនឹងទៀតទេយកមកច្រើនពេញនឹងបានអ្នកណាគ្រប់គ្រងមរតកទេព្រោះអត់មានកូនសោះបើបានមកច្រើនបានតែទៅអ្នកបង្ហើតដែលនឹងសូមស្ដាប់ស្រីដែលអត់ប្តីស្រីដែលអត់កូនបានច្រើនពេកយកទៅណា婆ដែលអត់ប្រពន្ធ婆ដែលអត់កូនបានច្រើនពេកយកទៅណាយកឲ្យឈ្មោះឆ្លោះគ្នាអីលោកអាប់រ៉ាហាំឆ្លាតថាសម្បត្តិទ្រព្យអាចកណ្ដៀកោកណ្ដោកាត់កណ្លាតចុះហើយច្រេះស៊ីណាសូមនិយាយមកខ្ញុំកណ្ដៀកោកណ្ដោកាត់កន្លាតចុះច្រេះស៊ីបើមិនថាច្រេះស៊ីច្រេះចាប់ស្អីខ្លះកណ្ដៀកោហ្នឹងបាទកោមានតែកេងមានតែប្រវាញ់ស៊ីត្រូវគេកេងត្រូវគេបោកអាហ្នឹងហើយកណ្ដៀកោមិនដឹងគុណព្រះសិតតែត្រូវគេបោកអស់លីងត្រូវស្រីស្អាតណាបោកអស់លីងយល់ទេ
Thử phó sát bao ở linh. Thử trường là bao ở linh cần đĩa cào. Cho cả đau cắt. Sẽ cả đau cắt ạ. Chụp bẹ lôi kê. Phong lang kê cho là cà prạc tràn lang cắt vô ở linh. Chẳng bàn mô tô bếch, chẳng bàn nàn bếch, miền bẹ khai là mông, xây lùi thần nia kia, đó ớt thần nia kia rập ô, tiếc tăng mưu. Anh nên cả đáo cắt. Cả lát cho. Nhớ là cho hơi sẽ đó chay lên cơn. Rồi có trẻ chạp. Đó là bê chư từ bết bằng ở linh. Ất miên sao là linh. Chẳng mà nụ chá lát sọc cho thvai tới nè nà. Thvai tới priết là mày bỏ ông và tiền bố ở dưỡng thêm tiết. Hay priết nâng tờ tiêu score là dưỡng bao là ó hay smó trăng cái đĩa cái đó hay nâng ấy bộ nam mình. Cả lát cháu ấy nâng sạc rồng cả lát đây. Trẻ này vô bỏ dưỡng hỏi điều dưỡng thật áp lư. Priết ban bởi dưỡng và ông thật bao là ó hay smó trăng cháu phần dưỡng thật áp lư. Nẹ chá lát nẹ chá liệt vây. Pro prức chi vật đòi rợp điệp nà. Thvai nè nà với nhở. Vâng. Thvai nè nà. Thvai pria. Mùi tiên lục cả bát chá phụ đọc pram khó buôn đọc khó mùi pria bố kháng ái với nhìn. Rùa áp ram mình ban khom prăng vô cổ sol phò bôn xăm cổ sol phò bôn là ô đầm bay gôn quất bò rồi sốt chiêng kê nô tê. Quát con thể chưa lửa priết để tra hỏi quát bỏ bông ca thoái bằng công. Ấy priết chẳng. Chỉ vứt quát, background quát, chôn chiết quát, chỉ nẹ thoái bằng công lục hai. Về priết chìm trả hơi quát đá chanh bình thoái bằng công lục hai. Một thoái bằng công priết đá bằng ca lục hai nâng bằng ca chắc cổ va tiếng mưu. Quát mình skop chất làm tế thoái bằng công lục hai nụ tê. Công skop chất râm tay thua bôn ọ ẩm bốc xâm bẹt bẹt khai. Xôm đăng côn đọc priết đại bà tiên srư ở dân thua ẩm bốc mà ọ ni phong. Xôm ọ côn đọc priết đại bà ca lục khai bằng plư dân nợ bê dọc phong. Xôm ọ côn đọc priết đại bà ca thằng ngay bằng plư dân nợ bê thằng ngay phong. Amen. Để đáy ọ côn bà ông. Hãy bà chưa chê priết rộp thật sơ chất đất đòi xa chúng. Lúc các bát châm phúc đọc pram bị khó đọc bay đọc khó đọc buôn.ព្រះជាម្ចាស់ប្រទានឲ្យគាត់មានទ្រព្យសម្បត្តិច្រើនឡើងហើយបងចិត្តតែថែមហើយថែមទៀតដោយព្រះយេស៊ូវមានបន្ទូលថាម៉េចចូលស្វែងរកនគរព្រះនិងក្តីសុចរិតរបស់ព្រះអង្គជាមុនរួចព្រះអង្គនឹងបន្ថែមរបស់ទាំងអស់នេះមកដល់យើងតាមក្រោយបន្ថែមយល់ទេព្រះអង្គអត់ដកវិញទេព្រះអង្គសពតិអីបន្ថែមសូមនិយាយមកខ្ញុំព្រះមិនដកទេព្រះបន្ថែមចឹងបើសិនជាយើងមានឲ្យបាត់ទៅវិញមិនមកពីព្រះអង្គដោយមកពីយើងអត់គំនិតមកពីយើងអត់មាយាទមកពីយើងអត់មានចិត្តកតញ្ញូមកពីយើងអត់មាននិមិត្តទូលំទូលាយមកពីយើងអត់មានរបៀបគ្រប់គ្រងសម្បត្តិទ្រព្យនិងប្រព័ន្ធដូចជាលោកយូសេฟដែលបានឡើងធ្វើជានាយករដ្ឋមន្ត្រីអេស៊ីបហើយលោកចេះចាយសន្សំសំចៃពេលសម្បូរសបាយហើយដល់ពេលទុរភិក្សលោកបានយកអ្វីដែលសន្សំផ្គត់ផ្គង់ប្រជារាស្ត្រនៅក្នុងពិភពលោកចឹងមកខ្ញុំនិយាយថារៀនពីរបៀបទទួលព្រះពរហើយចេះអីរស់នៅជាមួយព្រះពររហូតដល់ទីអវសានលោកកបាត់ចំពុក15ខ15និងចំពុក25ខ7លោកមានព្រះពរខាងឯសរីរាង្គគឺ physiological blessings រូបកាយលោកមានសុខភាពល្អហើយនឹងមានអាយុយឺនលើសពី100ទៀតកលឹះរបស់គាត់ពេលជួបបញ្ហាគាត់អត់ដែលមើលជំងឺទេគាត់អត់ដែលសម្លឹងមើលទុក្ខលំបាកទេគាត់អត់ដែលឆ្កោកមើលដីទេអ្នកឆ្កោកមើលដីស្អីលោកកបាត់ចំពុក3ខ10មានបន្ទូលទៅកាន់ពស់ថាម៉េចឯងនឹងលូននឹងអីពស់លូនលើអីលើដីឲ្យស៊ីអីហើយបើម្នាក់ឆ្កោកទៅដីស៊ីអាហាររបស់អ្នកណានេះស៊ីអាហាររបស់ពស់អាហាររបស់ពស់គឺពពកឲ្យបណ្ដាសាអូយយ៉ាប់ដល់ហើយខ្ញុំអូយ3ឆ្នាំនេះឈឺងើបពីកទេមិនរួចអូយហូរមិនដែលសល់អូមើលតាដី
យើងជារាសនៅផែនដីឬក៏ជារាសនៅឋានសួគ៌បាទបើមើលដីយូរឃើញតែប្រែតមើលដីយូរឃើញតែខ្មោចមើលដីយូរឃើញតែអីឋានយមរាជគេប្រលឹងម៉ែនៅឋានអីក្រោមប្រលឹងឪនៅឋានអីក្រោមខ្មោចម៉ែខ្មោចឪនៅក្រោមអត់ព្រមមើលទៅលើសោះពេលជួបបញ្ហាសម្លឹងអីសម្លឹងទៅក្រោមមិនសម្លឹងទៅលើបាទទៅលើឃើញអីឃើញព្រះសម្លឹងមកក្រោមឃើញអីឃើញដីហើយឃើញខ្មោចហើយនឹងឃើញអីឃើញរក់សម្លឹងទៅលើឃើញឋានសួគ៌រើសហើយបាទតិចទៀតយើងនឹងឃើញអាប់រ៉ាហាំហេតុអីគាត់រក្សាព្រះពរបានហេតុអីក៏សុខភាពគាត់ល្អហេតុអីអាយុគាត់យឺនយូរលោកកបាត់ចំពុក15ពីខ18ដល់ខ20ព្រះប្រទានឲ្យគាត់បានទឹកដីដ៏ល្អដីដែលមានជីជាតិដីដែលធំនេះ territorial blessings ម្នាក់ចង់បានដីគឺយើងឃើញមានសង្គ្រាមដណ្ដើមដីត្បូងទីថាមកសុំនៅសង្ទះបដិអាសន្ននៅយូរទៀមទាកម្មសិទ្ធិលើដីធ្លីដែរហើយដល់គេម្ចាស់គេមិនអោយក៏ប្តឹងផ្ដាល់គ្នាប្តឹងចុះប្តឹងឡើងចំណេញតែដុល្លារការអ្នកឈ្នះក៏អស់លុយអ្នកចាញ់ក៏អស់លុយតែព្រះបានសន្យាតាមរយៈអាប់រ៉ាហាំថាបើយើងជឿព្រះអង្គប្រទានពរដីយ៉ាងឲ្យដីមានជីជាតិហើយមិនតែចំនួនយើងនេះដល់ពេលព្រះអង្គយើងមកវិញយើងនឹងបានទទួលផែនដីទាំងមូលជាមរតកទៅទៀតដីនេះក៏មាននិយាយពីអីដែរនិយាយអំពីវាលស្រែ field វាលស្រែមានស្រូវអីទុំហើយចម្រោតធំណាស់សូមទូលអង្វរដល់ព្រះអង្គម្ចាស់ចម្រោតឲ្យចាត់ពួកអ្នកច្រូតមកថែមទៀតមកនិយាយពីអីដែរដីនេះនិយាយអំពីលានបេសកកម្ម mission field ព្រះអង្គបានប្រើខ្ញុំជាច្រើនប្រទេសខ្ញុំទៅអាមេរិកលើកនេះទៅត្បូងទីទៅ Chicago ចេញពី Chicago ទៅ Houston ចេញបានតែ2ថ្ងៃព្យុះសង្ឃរាមក hurricane មកដល់ចេញពី Houston បាទខ្ញុំមកដល់ Georgia 2អាទិត្យចេញពី Georgia បានខ្ញុំទៅ Michigan ខ្ញុំទៅអធិប្បាយ2ថ្ងៃអាទិត្យហើយបានខ្ញុំត្រឡប់មក Chicago វិញជួបខ្មែរនៅ Chicago ខ្ញុំអត់មានពេលទំនេរព្រោះទៅទីណាមានមនុស្សមានដីដែលខ្ញុំត្រូវបំពេញបេសកកម្មជាមួយព្រះអង្គប្រទានឲ្យខ្ញុំមានដីច្រើនឡើង mission field លោកកបាត់17ខ2ដល់ខ6ព្រះអង្គបានប្រទានពរដល់គាត់ខាងប្រពោខាងឯប្រជាជន demographic blessings ធ្វើឲ្យគាត់មានកូនចៅច្រើនកូនចៅធម្មតាក៏ច្រើនហើយកូនចៅខាងឯវិញ្ញាណក៏ច្រើនអ៊ីស្រាអែលធម្មតាជាកូនចៅធម្មតារបស់លោកអាប់រ៉ាហាំយើងទាំងអស់គ្នាជាកូនចៅខាងវិញ្ញាណរបស់លោកអាប់រ៉ាហាំជាមាន natural Israel ហើយមាន spiritual Israel ជាកូនចៅរបស់គាត់បងសន្យាមួយគាត់2ដងយើងនឹងឲ្យឯងពូជពងឯងច្រើនដូចដីខ្សាច់ខ្លះទៀតថាច្រើនដូចធ្លីដីមួយទៀតនឹងច្រើនដូចអីផ្កាយនៅលើមេឃលោកកបាត់18ខ18និងលោកកបាត់ចំពុក22ខ17ដល់ខ18ព្រះអង្គបានប្រទានពរដល់អាប់រ៉ាហាំនិងពូជពងលោកគឺពូជពងឯងនឹងគ្រប់គ្រងទ្វារនៃទីក្រុងគ្រប់គ្រងសូមយើងខ្ញុំមេគ្រប់គ្រងមិនមែនកតុយទេមិនមែនកតោតអូងគេទេមិនមែនកញ្ជះគេទេគឺធ្វើជាមេគេធ្វើជាអ្នកគ្រប់គ្រងគេធ្វើជាវាយគេមេគំនិតបាទឃើញទេយើងឃើញនេះគេអង់គ្លេសហៅថាអី authoritative blessings ដូចនេះប្រពោនេះយ៉ាងម៉េចសូមនិយាយមើលខ្ញុំព្រះពរគ្រប់ជ្រុងជ្រោយសូមនិយាយលឺប្រពោអាប់រ៉ាហាំជាប្រពោយ៉ាងម៉េចទី1ប្រពោអីនិយាយឡើងវិញប្រពោខាងឯសតិបញ្ញ៉ា intellectual ឬក៏ mental blessings ប្រពោទី2ប្រពោអីខាងឯវិញ្ញាណ spiritual blessings ទី3ប្រពោខាងឯសម្ភារៈ material blessings ទី4ប្រពោខាងឯ
សរីរាង្គកាយ physical blessings or physiological blessings ហើយមួយទៀតប្រពោខាងអីដែនដី territorial blessings ហើយស្អីទៀតប្រពោខាងឯប្រជាជន demographic blessings ហើយប្រពោមួយទៀតប្រពោខាងសិទ្ធិអំណាច authoritative blessings តោះចង់បានប្រពោនេះអត់ចង់បានទេអត់ចង់បានឲ្យគោស្ងាត់ជ្រាបល្អមែនបាទកាលណាម្ហូបឆ្ងាញ់ខ្ញុំចង់ហូបដល់ដើរទៅម្ហូបឆ្ងាញ់ចឹងយ៉ាងម៉េចបាទក្មេងៗកាលណាវាឃើញការ៉េមកៃវាស្រែកយ៉ាងម៉េចការ៉េហើយដល់យើងចាស់ឃើញការ៉េមកៃបាទសុំសួរម្ដងទៀតចង់បានពពកអាប់រ៉ាហាំឯអត់ចង់បានតែសម្ភារៈអីទាំងអស់សូមញញឹមចង់បានមួយឈុងឬចង់បានទាំងអស់បាទលោកពេត្រុសអធិប្បាយអំពីព្រះពររបស់លោកអាប់រ៉ាហាំណាជាពេត្រុសជាអគ្គសាវកជាអ្នកដែលព្រះយេស៊ូវផ្ទុកផ្ដាក់ឲ្យមើលក្រុមជំនុំធ្វើជាអ្នកកងវាលលើក្រុមជំនុំតពីព្រះអង្គសំសួរពេត្រុសត្រូវរហូតទេមកជីវិតគាត់បាទមានពេលដែលជំនឿគាត់មួមានទេមានជំនឿខ្សោយដែរទេមានដែតទេហើយលិចវិញទេជំនឿគាត់យ៉ាងម៉េចសូមនិយាយមកខ្ញុំលេខដែតលេខដែតលេខដែតដូចយើងឯអត់ដូចទេតែទីបំផុតពេលដែលគាត់ដឹងខ្លួនគាត់ថាគាត់មិនអាចស្រឡាញ់ព្រះយេស៊ូវដូចព្រះយេស៊ូវស្រឡាញ់គាត់ទេយល់ទេគាត់មិនអាចស្រឡាញ់ព្រះយេស៊ូវដូចដែលគាត់អះអាងសន្យាបានទេស្រាប់តែព្រះយេស៊ូវរើសគាត់ឲ្យទៅគ្រប់គ្រងក្រុមជំនុំជំនួសព្រះអង្គនៅពេលដែលគាត់ដឹងថាខ្លួនគាត់ខ្សោយព្រោះប្រគុណព្រះអង្គសម្ដែងមកយើងរាល់គ្នានៅពេលដែលយើងដឹងខ្លួនថាអីខ្សោយនោះយើងនឹងបានកំឡើងដើម្បីឲ្យអ្នកខ្សោយពោលថាខ្ញុំខ្លាំងនៅពេលដែលយើងក្រយើងនឹងបានសម្បត្តិមកអំពីព្រះអង្គដើម្បីឲ្យអ្នកក្រពោលថាខ្ញុំមានអាមែនទេពេលដែលយើងឈឺនោះយើងនឹងឃើញប្រគុណព្រះអង្គឃើញអំណាចនៃស្រឡាញ់ព្រះអង្គប្រោសយើងឲ្យជាដើម្បីឲ្យអ្នកឈឺពោលថាខ្ញុំជាឲ្យអ្នកខ្វាក់ពោលថាខ្ញុំភ្លឺអាមែនអត់ចឹងនេះសូមឲ្យអ្នកខ្វាក់ខាងវិញ្ញាណក៏ដោយខ្វាក់ក៏ដោយចាប់ដើមភ្លឺម្សិលមិញខ្ញុំមកដល់វិញខ្ញុំបានមើលរឿងថៃមួយនាងខ្វាក់ម្នាក់ចង់คล้ายទៅជាជើងឯកកាត់សក់ពីមុនជាអ្នកជាងកាត់សក់ពេលភ្នែកមិនតាន់ខ្វាក់ហើយគេវាយត្រូវក្បាលចំតសៃខ្វាក់តស៊ូតតែកាត់សក់តាំងពីឆែបកាត់ឲ្យក្មេងដបងទីខ្វាក់ហ្នឹងឲ្យវាឆ្លងកញ្ចក់វាយំមកពុឆែបអស់នេះប៉ុន្តែអ្នកលើកទឹកចិត្តថាភ្នែកខ្វាក់មែនតែគំនិតអត់ខ្វាក់ទេអារម្មណ៍មិនខ្វាក់ទេហាត់ប្រើអារម្មណ៍និងប្រើគំនិតទីបំផុតខ្លាយទៅជាអ្នកកាត់សក់ដែលជាប់លេខ1ចឹងនេះសូមឲ្យអ្នកខ្វាក់ពោលថាអីអ្នកដែលកន្លងមកញ៉ាំដីទាំងប្រមាណឈប់ញ៉ាំដីតទៅទៀតយល់ពាក្យញ៉ាំដីឯអ្នកដែលចាញ់កលរៈឃើញតែស្អីវេទនាណាស់ខ្ញុំពិបាកណាស់ខ្ញុំណាយ៉ាប់ណាស់ខ្ញុំថៃថាម៉េចយ៉ែជីងខ្មែរយើងយ៉ាប់មែនតែនហ្មងវ៉ៃណាអ្នកដែលត្អូញថាវេទនាត្អូញថាបាក់អីបាក់ម៉ែយល់ទេកាលមិនតាន់មានពុនថាស្មានបានប្រពន្ធមកស្រួលបានពុនមកបាក់អីបាក់បានពុនស្មានតែស្រួលដល់មានកូនស្រួលដល់មានកូនបាក់អីបាក់នេះឲ្យក្រុមស៊ីធូលីដៃមើលតែឃើញតែបាក់អីបាក់នេះហាកិច្ចការចំពុក3ខ25ដល់ខ26បងប្អូននឹងហើយជាកូនចៅរបស់ព្យាការីពេត្រុសនិយាយទៅកាន់អ្នកណាទៅកាន់ជនជាតិអ៊ីស្រាអែលហើយបងប្អូនក៏បានចូលរួមក្នុងសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសដែរដោយព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអាប់រ៉ាហាំថាក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈពូជពងរបស់អ្នកសូមអានជាមួយខ្ញុំឃ្លាចុងក្រោយតោះលឺ
ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈពូជពងរបស់អ្នកពូជពងនេះជាឯកវចនៈមិន seeds មិន zah ទេ seed ពូជពងនេះគឺអ្នកណាព្រះយេស៊ូវគ្រីស្ទយល់ទេព្រះជាម្ចាស់ខង26បានឲ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើងអ្នកណានេះអ្នកបម្រើព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទងើបឡើងហើយចាត់លោកឲ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ដើម្បីប្រទានពរដល់បងប្អូនព្រះយេស៊ូវយាងមករកសាសអ៊ីស្រាអែលកាលដើមដំបូងឡើយយ៉ូហានចំពុក1ខ1ថាម៉េចមានព្រះបន្ទូលគង់នៅជាមួយព្រះបន្ទូលនោះជាព្រះគ្មានអ្វីដែលកើតឡើងក្រៅពីព្រះអង្គទេអ្វីទាំងអស់សុទ្ធតែកើតឡើងដោយសារព្រះបន្ទូលក៏ត្រឡប់មកជាខ្សាច់ឈាមព្រះបន្ទូលក៏ក្លាយមកជាមនុស្សហើយគង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គតែរាស្ត្រព្រះអង្គមិនទទួលស្គាល់ព្រះអង្គទេអ្នកណារាស្ត្រព្រះអង្គជនជាតិអ៊ីស្រាអែលអ្នកណាឆ្កាងព្រះអង្គជនជាតិអ៊ីស្រាអែលអ្នកណាបដិសេធព្រះអង្គជនជាតិអ៊ីស្រាអែលព្រះអង្គយាងមករកអ៊ីស្រាអែលមុនគេបង្អស់តែទីបំផុតអ្នកមុនត្រឡប់ទៅជាក្រោយអ្នកក្រោយត្រឡប់ទៅជាមុនអ្នកណាបានសង្គ្រោះមុនសាសដតីអាមែនទេឥឡូវនេះខ្មែរជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលតែដៃអរគុណព្រះអង្គអាមេរិកក៏ជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលដែរសាដតីទាំងចិនកុម្មុយនីសហ្នឹងក៏ជឿព្រះអង្គច្រើនជាងអ៊ីស្រាអែលដែរស្ដាប់ឲ្យទាន់ដើម្បីប្រទានពរដល់បងប្អូនដោយណែនាំម្នាក់ឲ្យងាកចេញពីអីពីអំពើទុច្ចរិតដូច្នេះជំនឿប្រោសឲ្យយើងសុចរិតប៉ុន្តែសុចរិតហើយដើរចេញពីអំពើទុច្ចរិតហើយបើសិនជាយើងត្រឡប់ទៅរស់ក្នុងអំពើទុច្ចរិតវិញនឹងដូចជាលុតយល់ទេមានពពកហើយធ្វើពពកអាស័តដូចពពកចឹងអាស័តពីគាត់ទៅដូចផ្សែងទីបំផុតយើងចង់រស់ដូចលុតទេលុតសុចរិតនៅលុតចិត្តគាត់សុចរិតទេតែចិត្តគាត់យ៉ាងម៉េចសុំនិយាយលឺចិត្តព្រួយសុំនិយាយខ្ញុំព្រួយចិត្តយ៉ាងម៉េចទៀតមួយម៉ាត់ទៀតនិយាយចំទៀតមកក្រំចិត្តសុំនិយាយខ្ញុំព្រួយចិត្តក្រំចិត្តឆែកបេះដូងខ្លួនឯងអុកហាក់អីអត់ខ្ទេចបេះដូងអីអត់ក្រំចិត្តអីអត់ព្រួយចិត្តអីអត់ណាយូរចន្លោះជួបខ្ញុំលោកគ្រូអើយខ្ញុំដឹងមានលុយកាប៉ុននេះអត់ទេក្រំចិត្តដល់ហើយខំរៀនអង់គ្លេសមិនខំមកក្រំចិត្តយល់ទេខំរៀនមហាវិទ្យាល័យមិនខំដើរការធ្វើមិនដើរមិនរកបែរជាក្រំចិត្តនារីគេមិនយកទេខ្ញុំប្រាប់បើយើងកំឡោះហើយអត់ការងារធ្វើគេសុខចិត្តយកប្រុសអាយុ40ហើយមានការងារធ្វើទី1ក្មេងៗលេះលោះច្រើនចាស់គេនិយាយម៉ាត់ណាម៉ាត់ហ្នឹងតែបើយើងម៉ាត់ណាម៉ាត់ហ្នឹងដែរយើងឈ្នះចាស់ព្រោះយើងមានរូបសម្រស់មួយទៀតតែអត់ការងារធ្វើទេចាញ់តាហើយចៅណាត់ម៉ោងទៅយឺតចនិចចាញ់តាអើយខ្ញុំមានសិស្សច្រើនណាស់សិស្សមួយនោះទិញម៉ូតូថ្មីអូកាត់ម៉ូតសក់មកឲ្យខ្ញុំលោកគ្រូចង់សិស្សរួមថ្នាក់ខ្ញុំនារីមិនគុំវាមិនព្រមជិះម៉ូតូមិនក៏ជិះជាមួយតាកញ្ចាស់នោះវិញថាមកពីកញ្ចាស់នោះគេនិយាយមួយម៉ាត់ណាបានការយើងក្មេងៗ10ម៉ាត់អត់បានការសោះយើងមើលឃើញអីរាល់ថ្ងៃយើងរស់ក្នុងពិភពលោកព្រះលួសយើងចេញពីលោកីហើយព្រះអង្គឲ្យយើងធ្វើជាពន្លឺនៃអីបាទពន្លឺផែនដីអំបិលនៃអីផែនដីចុះអំបិលបាត់ជាតិប្រៃហើយតើមានប្រយោជន៍អីស្អាតទៅនៅមួយលោកីស្អាតយើងធ្ងោរបស់លោកីដែរនេះយល់ទេយើងមិនបានបង្កើតសិស្សយើងខ្លាចជាសិស្សរបស់លោកីនេះតោះហេតុអ្វីក៏លោកអាប់រ៉ាហាំជាមនុស្សសុចរិតមានព្រះពរមិនចេះអស់មិនចេះហើយចង់ដឹងទេមិនដឹងនៅដឹងតែលុតហេតុអីអស់ពពរដឹងនៅមកពីគាត់ជ្រើសរើសទៅនៅក្រុងអីសូដុំកូម៉ូរ៉ារស់លាយជាមួយអីរស់ស៊ីជាមួយអ្នកណាមួយមនុស្សទុច្ចរិតដល់ទីបំផុតចិត្តគាត់យ៉ាងម៉េចព្រួយចិត្តទី2ក្រំចិត្ត
ពួកអីពួកគាត់ឃើញហើយឮតែការអាក្រក់កើតឡើងរាល់ថ្ងៃក្នុងក្រុងរបស់គាត់ទី2លោកអាប់រ៉ាហាំវិញដល់សូមអានលោកកបាត់ចំពុក12ខ7ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញសំសួរអាប់រ៉ាមឃើញអីឆ្លើយលឺអាប់រ៉ាមឃើញអីលត់ឃើញអីឃើញមនុស្សចាប់លំឃើញចោលឃើញកូនអកតញ្ញូឃើញយកងបាត់ផ្សារយល់ទេតែអាប់រ៉ាមវិញឃើញព្រះជាម្ចាស់ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញយាងហើយមានព្រះបន្ទូលថាយើងនឹងប្រកល់ស្រុកនេះឲ្យពូជពងរបស់អ្នកគាត់លឺអីដំណឹងអីសំឆ្លើយលឺដំណឹងអីព្រះចាំគាត់លោកអត់ទេព្រះប្រទានពរដល់គាត់ខុសកាច់អត់ទេត្រូវអោបខុសអុកអត់ទេដំណឹងល្អនៅទីនោះលោកអាប់រ៉ាមបានសង់អាសនៈមួយអាសនៈសម្រាប់អីថ្វាយបង្គំព្រះអាសនៈសម្រាប់អីទំនាក់ទំនងជាមួយព្រះអាសនៈសម្រាប់អីបម្រើព្រះថ្វាយយ៉ាញ់បូជាទៅព្រះយើងជាសង្ឃលួងសង្ឃបរិសុទ្ធដែលព្រះយេស៊ូវលួងមកធ្វើជាចិត្តសាសបរិសុទ្ធធ្វើជាក្រុមបូជាចាររបស់ព្រះមហាក្សត្រដើម្បីថ្វាយយ៉ាញ់បូជាខាងឯវិពាក្យសរសើរពាក្យអរគុណពាក្យអធិដ្ឋានការបង្រៀនព្រះបន្ទូលការប្រកាសនឹងល្អជាយ៉ាញ់បូជាខាងឯវិញ្ញាណសំសួរមួយថ្ងៃយើងបានថ្វាយយ៉ាញ់បូជាវិញ្ញាណឯអត់យើងមានអាសនៈសម្រាប់ព្រះអង្គឯអត់មួយថ្ងៃជួបព្រះអង្គប្រមាណដងពេលជួបបញ្ហាទៅរកអ្នកណាទៅរកតាប៉ាស្ទ័រជួយគូអើយខ្ញុំបាក់ដល់ហើយលោកគ្រូនោះបាក់ដែរខ្ញុំក៏បាក់ដូចអ្នកឯងចឹងដែរលោកគ្រូអើយជួយអត្ថានឲ្យសង្សារខ្ញុំគេស្មោះខ្ញុំវិញលោកគ្រូតែជួយអត្ថានឲ្យខ្ញុំផងខ្ញុំរហូតតែម្នាក់ស្រឡាញ់ខ្ញុំគ្មាននាងរត់រអ្នកកណ្ដាច់លាក់រត់រកកំបាក់អន់សាក្រុមស្ត្រីទៅសួរសុខទុក្ខគេអ៊ំមើលជួយអត្ថានឲ្យខ្ញុំផងខ្ញុំជពាក់លុយគេក្មួយអើយជួយអត្ថានឲ្យអ៊ំក៏ជពាក់គេដែរនេះហើយយ៉ាញ់បូជាខាងវិញ្ញាណហ្នឹងទៅដោះគេហ្នឹងព្រះវិញ្ញាណនៃព្រះអម្ចាស់គង់សន្តិលើខ្ញុំចាក់ប្រេងតាំងខ្ញុំឲ្យនំនឹងល្អទៅប្រាប់មនុស្សក្រីក្រទៅប្រោះអ្នកដែលខ្វាក់ឲ្យភ្លឺឲ្យទៅដោះអ្នកដែលជាប់ទោសឲ្យរួចអ្នកដែលត្រូវគេជិះចោលសកលសង្កិនឲ្យមានសេរីភាពយើងមិនទៅដោះបែរចិត្តទៅថែមយើងរួមសួរទៅសួរសតុកក្មួយអ៊ំអត់លុយជិះទៅផ្ទះវិញឲ្យខ្ញុំខ្ចី$20បាននេះទៅខ្ចីលុយគេក្នុងនាមក្រុមជំនុំក្តីសង្ឃឹមដល់រស់ទៀតព្រោះមានក្រុមស្ត្រីធនលើកចំនួនមុនគេធ្វើអញ្ចឹងដល់ចំនួនក្រោយយ៉ាងម៉េចទេណាស្ដាប់ព្រះជាម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញហើយមានព្រះបន្ទូលថាយើងនឹងប្រកល់ស្រុកនេះឲ្យពូជពងរបស់អ្នកនៅទីនោះលោកអាប់រ៉ាមបានសង់អាសនៈមួយសម្រាប់ថ្វាយយ៉ាញ់បូជាដល់ព្រះជាម្ចាស់ដែលយាងមកឲ្យលោកអីឃើញសូមនិយាយវិញខ្ញុំឃើញចឹងបើជួបបញ្ហាចង់រស់ក្នុងព្រះពរត្រូវសម្លឹងរកអ្នកណាចង់ភ្នែកសម្លឹងអ្នកណាបាទមើលបញ្ហាឬក៏មើលព្រះគុណមើលព្រះគុណមើលឃើញអរិយធំឬមើលឃើញព្រះយេស៊ូវធំជាងមើលឃើញការជឿនលឿននៃអំពើទុច្ចរិតយល់ទេអំពើចាប់រំលោភអំពើហិង្សាដែលកើតឡើងក្នុងគ្រួសារជាពិសេសអ្នក editor កាសែត edit ឃើញថាគេចាប់រំលោភស្ត្រីយ៉ាងនេះណាឬក៏មើលឃើញព្រះអង្គកំពុងតែពង្រីកនគរព្រះអង្គទូទាំងពិភពលោកដែរអាមែនទេមើលឃើញអីតោះសូមឆ្លើយអានលឺនៅពេលដែលជួបបញ្ហាអាប់រ៉ាមមើលឃើញអីសូមអានលោកអាប់រ៉ាមមើលឃើញព្រះជាម្ចាស់និងការល្អរបស់ព្រះអង្គជានិច្ច Abraham sees God and the goodness of the Lord អាមែនទេបញ្ហាដូចគ្នាតើយើងមើលឃើញស្អីលោកកបាត់13ខ2ដល់ខ4លោកអាប់រ៉ាមមានវង្សស័ព្ទនិងមាសប្រាក់ជាច្រើនលុតធ្លាប់មានដែរទេលុត
មានលោកបានធ្វើដំណើរជាច្រើនដងណាពីកន្លែងមួយទៅកន្លែងមួយដល់តំបន់នេកឹបរហូតដល់បេតអែលជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូងនៅចន្លោះបេតអែលនិងក្រុងអៃគឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុនពេលទូរពឹកលោកអាប់រ៉ាមបានចេញពីកន្លែងហ្នឹងទៅអេស៊ីបទៅដល់អេស៊ីបប្រពន្ធគាត់ស្អាតពេកឃើញស្រុកនោះឲ្យតែប្រពន្ធស្អាតគេសម្លាប់ប្តីអាប់រ៉ាមភ័យខ្លាចជាជនកំសាប្រាប់ប្រពន្ធថាអូនសារ៉ាមាសបងបើគេសួរអូនត្រូវជាមិនដឹងបងសុំអូនឆ្លើយថាប្អូនស្រីបងក្រែងលោកគេសម្លាប់បងបើអូនថាប្រពន្ធហើយសារ៉ាក៏សួរចុះបើខ្ញុំថាប្អូនស្រីចុះបើគេយកខ្ញុំធ្វើប្រពន្ធបើគេយកអូនធ្វើប្រពន្ធឲ្យគេឲ្យបណ្ណាការមកបងខ្លះមកស៊ីពោះលួសកម្លាំងដោយសារអូនលួសប្រពន្ធទៀតកុហកលួសប្រពន្ធកំសាទីបំផុតពេលដែលស្ដេចអេស៊ីបស្រឡាញ់នាងសារ៉ាក៏យកសារ៉ាទៅនៅពេលយប់ផងចាប់នាងសារ៉ាផ្សំដំណេកហ្នឹងព្រះបានមកខាត់កុំយកប្រពន្ធរបស់ហោរារបស់យើងបានស្ដេចអេស៊ីបថាតែហោរារបស់ព្រះអង្គប្រាប់ថានាងប្អូនស្រីបាទព្រះក៏ថាមកពីគាត់ខ្លាចស្លាប់ចឹងឲ្យទូបង្គំធ្វើម៉េចយកប្រពន្ធទៅឲ្យគេវិញហើយយកតសម្បត្តិទៅឲ្យគេផងហើយយើងនឹងឲ្យពរដល់ស្រីនៅស្រុកអេស៊ីបបើមិនធ្វើដូច្នោះទេយើងនឹងបិទស្បូនស្រីអេស៊ីបមិនឲ្យមានកូនព្រះយល់ដល់ជំនឿរបស់អាប់រ៉ាមទោះបីកំហុសគាត់2 3 ដងមែនព្រះនៅតែរាប់គាត់ជាសុចរិតព្រោះអីខុសអាប់រ៉ាមធ្វើម៉េចមកថ្វាយគុំព្រះអង្គដដែលខុសហើយត្រឡប់មកអាសនៈមកថ្វាយបង្គំព្រះអង្គដដែលមកសារភាពចំពោះព្រះអង្គមកទទួលស្គាល់ព្រះអង្គហើយសូមឲ្យព្រះអង្គដឹកនាំដដែលលុតខុសហើយដើរជ្រៅទៅក្នុងអន្លង់ភក់សាទនៃអំពើបាបជ្រើសរើសពេលជួបបញ្ហាត្រឡប់មករកអ្នកណាយកតាមលុតឬយកតាមអាប់រ៉ាហាំបាទយុវនារីយកតាមអ្នកណាចុះយុវជនហើយចុះម៉ែឪអត់យកតាមលុតទេមែនទេយ៉ាងម៉េចលោកអាប់រ៉ាមផ្ដោតចិត្តទុកដាក់លើការគម្រប់បម្រើព្រះអង្គជាខុសត្រង់ណាងើបត្រង់ហ្នឹងលៀងជើងត្រង់ហ្នឹងដើរទៅមុខទៀតត្រង់ហ្នឹងអាមែនអាមែនតើអ្នកចង់រស់នៅជាមនុស្សសុចរិតដោយលោកលុតឬក៏លោកអាប់រ៉ាហាំឆ្លើយលើសូមក្រាបឈរសូមក្រុមថ្វាយគុំឡើងមកលើ